mai trong bạch chiết ngày này cầm một vị thị bon cắt thành là tiền sa một kỳ để dưỡng miền ca sa một kỳ kia rụng rụng kia vị thị bon cắt thành là tiền ở miền này nát đặt tháp vị thị bon cắt thành là tiền ai thì chôn đây cứ vị thị bon cắt thành là tiền sa một kỳ mong bị dưỡng rụng rụng kia sa một kỳ kia bo để sát từ buồn tư tèm cỏ kho tèm bắp bạch chiết nó dừng ai rụng rụng kia thôi bàn rồi còn là to tha trong bắp bạch chiết bởi trăm là sa đâu xây mà ná mình ai hao bột bo để sát châu xây mà nâng với to tập bản năng không này phân tại bờ lô trăm và xa đâu sân miền chế thì họ thà mình sân miền chế cái trăm và xa đâu quạt có phần này hai từ quạt khó này thì nòm bột bò sạt ai từ bàn phân bờ lô trăm pra và xa nông quạt có từ hai bột bò sạt châu quạt có nước ấp bàn thì toàn đấy chẳng ban chia cái thân là tiến ấp đại miền và xong từ chơi nhiệt nhôm rồi có một buôn nhiệt nhôm mà thường đào cái thân châu quạt lô quạt miền này miền tại gia cả nạc cầm cả đừng chẳng dương ai rung rung để thôi ban tầng ấp tèng và song xong bay từ tê và đá có ai thôi cả thành bàn đài có sớm mai prep biên tê và đá thôi cả thành đấy chẳng những ai thôi ban tèng có hot tèng bạc và chết cả thành đây những ai rung kia xa một kỳ thì thứ hai ca rung kiaនេះ វិសេសណាស់ញោមឃើញបនកថានឹងយើងរួមគ្នាបើបនផ្សេងគឺយើងដាក់ឯកជនដាច់មុខអ្នកណាអ្នកផ្ដើមគឺឈ្មោះអ្នកហ្នឹងប៉ុន្តែកថាទៅទៀតខុសប្លែកពីគេវាប្លែកទាំងអស់ញោមសំបីតែអានិសង្ឃក៏ប្លែកសំបីតែកាលក៏ប្លែកសំបីតែបដិគិអកក៏ប្លែកសំបីតែកម្មធ្វើនោះក៏ប្លែកខុសពីពិធីបុណ្យផ្សេងទាំងអស់មានលក្ខណៈពិសេសជាងគេកថានេះសាមគ្គីគ្នាពិសេសមួយកាលនឹងធ្វើបានតែ29ថ្ងៃគឺពិសេសមួយក្នុងមួយឆ្នាំអានិសង្ឃបានទាំងសងខាងញោមអ្នកឲ្យក៏បានលោកអ្នកក្រៅក្រងក៏បានពិសេសមួយទៀតមានលក្ខណៈពិសេសច្រើនប៉ុន្តែអ្វីដែលអាត្មាចង់លើកនោះគឺការសាមគ្គីគ្នានេះដោយល្ងាចមិញទៅទិញនៅកំពង់ស្ពឺចောက်ពេញទៅកំពង់ស្ពឺពុទ្ធបរិស័ទនៅទីនោះផ្ទះតូចទេញោមបងណាផ្ទះតូចរួមគ្នាធ្វើកឋិនត្រៃច្រើនជាងយើងថ្ងៃនេះផងណាសិតតែត្រៃធំទាំងអស់ផ្ទះតូចបងមើលទៅប៉ិនគាត់ធ្វើត្រៃធំប្រហែលជា30ត្រៃបងហើយត្រៃតូចប្រហែលជា20ត្រៃទៀតចឹងប្រហែលជា50ត្រៃតូចទាំងធំហើយនៅមានសាកដកអីទៀតគាត់ធ្វើនៅសាលាឆោទៀនមួយរួមគ្នាធ្វើ3 4ភូមិហ្នឹងបានអាត្មាចេះតែគិតថាកម្លាំងនៃការសាមគ្គីនេះមិនធម្មតាទេប្រហែលគាត់ណាស់ផ្ទះខ្ទមទូចបើនិយាយពីត្រៃមួយយ៉ាងតិចក៏20ម៉ឺនដែរត្រៃធំមែនទេណាអត់ក្រោមពី20ម៉ឺនទេ6 ដល់ 10ម៉ឺន2 ដល់ 10ម៉ឺនតាមចិនដែលលុកត្រៃលៀងអាច6ម៉ឺនទៅ7ម៉ឺនហើយអ្នកខ្សែណាក្នុងមួយថ្ងៃចំណូលអ្នកខ្លះអត់រក3000ឬ5000ចូលផ្ទះបានទេមកចេះតែគិតហើយគាត់អាចមានសទ្ធាលះបង់ទ្រព្យ10ម៉ឺន20ម៉ឺនទៅតែងត្រៃមកប្រគេនលោកនេះមិនធម្មតាទេទឹកចិត្តរបស់គាត់មកទៅសើពីទំហំទឹកចិត្តរបស់អ្នកស្រែពេលខ្លះបើយើងអ្នកភ្នំពេញលុយប៉ុណ្ណឹងមិនជាច្រើនទេមែនទេប៉ិនសម្រាប់ពួកគាត់ច្រើនណាស់តម្រាំបានលុយប៉ុណ្ណឹងតម្រាំបាន20ម៉ឺនមកតែងត្រៃមិនដឹងលោកអីខ្លះក៏ស្រូវផងអង្គផងតាមសួរហ្នឹងមេមន់អស់7 20តម្រាំបានត្រៃមួយមែនទេអូនិយាយឲ្យចំណាចឹងទឹកចិត្តរបស់គាត់អ្នកខ្លះខំប្រឹងទូលតពួនទូលកឆែតសន្សំលុយកាក់ប្រាក់កាក់ផ្ដាច់ពីមាត់បរោះពីកកូនចាំប្រុសស្រីលះយកមកធ្វើបន់ឲ្យទៀនណាសង្គ្រោះដល់ពិខុសង្ឃអង្គសាមណេរព្រោះបន់ថ្ងៃហ្នឹងគឺបន់សង្គ្រោះលោកបន់ថ្ងៃហ្នឹងបន់សង្គ្រោះលោកពីប្រុសលោកខ្វះសម្ពុតស្វងស្លាយត្រៃជីវរនឹងរៀងកំសត់ជាញាតិញោមមិនរៀងកំសត់ទេគឺកំសត់តែម្ដងបើសម័យព្រះផងអត់ទាន់មានការបរិជីវរចឹងទេមានតែបាំងសកលជីវរពិបាកណាស់លោកចង់បានចៃវរយកមកបងដោយថ្មក្រងអញ្ចឹងទៅតែចាំមើលមានខ្មោចស្លាប់អីទៅទីទៅឆាកពីខ្មោចហ្នឹងយកមកពុកទឹកកាត់ដេប្រើប្រាស់ពិបាកណាស់អញ្ចឹងបានគេឲ្យឈ្មោះតែបនហ្នឹងបនអនុគ្រោះលោកខ្សត់ណាស់មិនដូចញាតិញោមទេញោមគ្រប់គ្នាតាំងពីក្មេងទល់ចំណាស់ដែរមិនដឹងប្រមាណពាន់សម្រាប់ទេមែនទេមួយឆ្នាំដឹងតែងចូលប្រមាណទេតំងតស៊ីការគេបានមកកន្លែងដឹងដូរអស់ប្រមាណប៉ុមត្រូវចិត្តមែនទេហើយលោកនេះចង់បនឯកឧត្តមក៏នៅតែមិនដឹងអាមួយហ្នឹងបនអុកញ៉ាក៏តែមួយហ្នឹងបនញាតញោមធម្មតាក៏តែមួយហ្នឹងប្រាំងក៏មួយហ្នឹងភាសាក៏មួយហ្នឹងគុកបោកប្រើតែមួយហ្នឹងមែនទេនៅពេលកំសត់អញ្ចឹងបានគេឲ្យឈ្មោះតែបនហ្នឹងអនុគ្រោះលោកបនហ្នឹងអនុគ្រោះលោកនេះចូលរឿងយើងនេះដែលលក្ខណៈពិសេសណាណាសាមគ្គីរួមគ្នានេះដូចថ្ងៃហ្នឹងត្រៃពេញគាត់ព្រះអង្គប្រគ្រូមេគាត់ឃើញដោយសារអីដោយសារកម្លាំងសាមគ្គីរបស់យើងនេះហើយមើលទៅរៀបចំស្អាតបាតណាស់ញោមត្រៃមានលក្ខណៈពិសេសណាការភីអីរៀបចំបានល្អប្រគ្រូមេគាត់ណាបានច្រើនអញ្ចឹងការសាមគ្គីគ្នាមកបានអាចធ្វើអញ្ចឹងទៅបានមួយទៀតបើមានតែការសាមគ្គីប៉ិនបើអត់មានទឹកចិត្តដូចញាតិញោមនៅកំពង់ស្ពឺយកមិញអញ្ចឹងបើគាត់អត់មានទឹកចិត្តទេគាត់អត់អាចលះទ្រព្យរបស់គាត់តិចតួចផ្ដាច់ពីមាត់បង្រត់ពីកកូនចៅប្រុសស្រីហ្នឹងទៅធ្វើគាត់ឲ្យទៀនកើតទេមែនទេក៏អត់អាចធ្វើកើតទេចឹងបានលោកអ្នកប្រាជ្ញលោកពោលថាក្រក៏ក្រចុះឲ្យតែមាននោះអាក្រក់ក៏អាក្រក់ចុះឲ្យតែល្អក្រក៏ក្រចុះឲ្យតែមានអាក្រក់ចុះរូបនេះចង់និយាយខ្មៅកញ្ញេះគ្រៀបកញ្ញេញសក់កញ្ញសល់ឆ្ញាញ់អត់ថ្មិញមានអង្គពីរក៏ដោយក៏ប៉ុន្តែបើចិត្តយើងនេះវាស្អាតសភ្លឹងទោះបីជារូបនេះអាក្រក់ក៏ដោយតែមាននោះគឺមានទឹកចិត្ត
ល្អជាងអ្នកមានរូបល្អសាច់សរៀងសំតាគៀកហំប៉ុន្តែបើចិត្តខ្មៅអត់ល្អដូចយើងអ្នករូបខ្មៅនេះទេមែនទេណាអញ្ចឹងលោកបញ្ជាក់ថាអាក្រក់ក៏អាក្រក់ចុះឲ្យតែល្អហ្នឹងមានន័យអញ្ចឹងក្រក៏ក្រចុះឲ្យតែមានគាត់នៅផ្ទះខ្ទមមែនណារោព្រឹកខ្វះល្ងាចរល្ងាចខ្វះព្រឹកមែនប៉ុន្តែហេតុអីបានមានគឺមានទឹកចិត្តនេះអាចលះ20 30ម៉ឺនមកតែងត្រៃប្រគេនលោកបានមកតែងត្រៃប្រគេនលោកបានមិនធម្មតាទេទឹកចិត្តរបស់គាត់ទឹកចិត្តប៉ុន្តែបើនិយាយពីអ្នកមានខ្លះណាអុកញ៉ាឯកឧត្តមខ្លះបើនិយាយពីទ្រព្យសម្បត្តិវិញរាប់រយលានដុល្លារសឹងតែនាទីស្រុកខ្មែរក៏លែងទទួលហើយអ្នកខ្លះហើយមកដីវិញផ្លេចដីទៀតដីឡូនេះដីឡូនោះក្នុងម្នាក់យ៉ាងតិច30-40ឡូទោះបីជាមានរបស់អស់នឹងច្រើនស្ទើរតែផ្លេចរបស់ក៏ដោយតែបើខ្វះទឹកចិត្តនេះកុំថាឡើយដល់លះទ្រព្យសម្បត្តិតិចតួចឲ្យដល់អ្នកដទៃសង្គ្រោះដល់អ្នកដទៃសង្គ្រោះដល់សង្ឃបើគ្មានទឹកចិត្តទោះបីជាទ្រព្យនឹងវាសល់ហូរហៀចាក់ចោលក៏គេអត់អាចធ្វើកើតដែរមែនទេធ្វើអត់កើតទេមកពីអត់ទឹកចិត្តហើយដែលឃើញអ្នកមានទាំងអស់ហ្នឹងណារបស់របរប្រើមិនអស់ដែលឃើញអ្នកទាំងអស់ហ្នឹងយកអង្គមកបាវឲ្យអ្នកដាច់បាយទេអត់ទេកម្រណាស់ដែលឃើញយកខោអាវមកសម្រាប់ឲ្យអ្នកដាច់ក្រលំបាកតោកយ៉ាវេទនាទេថាអត់ទេព្រោះមានតែយើងអ្នកឋានៈដូចគ្នាហ្នឹងយើងចេះសង្គ្រោះគ្នាដោយសារអីដោយសារយើងមានទំហំទឹកចិត្តនេះមានសន្តោសៈសេចក្តីសន្តោសមានមេត្តាករុណាចិត្តនៅក្នុងខ្លួនដែលអ្នកទាំងនោះអត់មានដូចយើងអត់មានដូចយើងអញ្ចឹងយើងគួររស់របៀបដូចញាតិញោមពុទ្ធបរិស័ទប្រសើរណាស់យើងរស់រាល់ថ្ងៃនេះប្រៀបហាក់បីដូចទឹកអណ្ដូងយាយស្គាល់ទឹកអណ្ដូងនេះយាយស្គាល់ណាសញ្ញាធ្លាប់ប្រើឲ្យទោះបីនៅភ្នំពេញក៏យើងធ្លាប់កើតនៅសុកស្រែធ្លាប់ប្រើទឹកអណ្ដូងដែរមែនទេធម្មជាតិជាទឹកអណ្ដូងវាមិនមែនហូរមកវូដូចទឹកបលាយឬទឹកយើងបូមទេមែនទេណាវាហូរជ្រេកដូចនោមទាស់ហ្នឹងអ្នកណាធ្លាប់នោមទាស់ដឹងណាហូរតិចហ្នឹងណាអានតិចហ្នឹងអាចចិញ្ចឹមមនុស្ស3 4ភូមិឲ្យរស់បានព្រោះអាទឹកចេញតិចហ្នឹង3ភូមិ4ភូមិបើអ្នកស្រុកអាត្មាផងរស់តែទឹកដងណាវាអត់ទឹកទៅពាំងអញ្ចឹងដងចេញតិចហ្នឹងអាចចិញ្ចឹមអ្នក3 4ភូមិឲ្យរស់បានលោកចង់ប្រៀបថាជីវិតយើងអ្នកក្រនេះដូចទឹកដងហ្នឹងចឹងទ្រព្យសម្បត្តិយើងមានតិចតែយើងចេះចែករំលែកគ្នារស់គ្រប់គ្នាចេះចែករំលែកគ្នារស់តែទ្រព្យសម្បត្តិអ្នកមានរាល់ថ្ងៃនេះអ្នកមានខ្លះនិយាយខ្លះទេកុំឲ្យប៉ះគេអ្នកមានល្អនិយាយណាកុំឲ្យប៉ះគេអ្នកល្អព្រោះវាមានគេល្អដែរណានិយាយអ្នកមានខ្លះរាល់ថ្ងៃនេះទ្រព្យមានច្រើនមែនតែដូចជាទឹកសមុទ្រញាតិញោមដឹងទឹកសមុទ្រហើយសមុទ្រវាច្រើនណាស់រាប់សែនតោកគ្មានអ្នកណាទៅវាស់ជំហំតម្រូវនៃទឹកសមុទ្រនឹងបានទេគ្មានអ្នកណាទៅវាស់ថាមានប្រមាណតោនប្រមាណកោតទេអត់ទេមិនដែលមានអ្នកណាវាស់ទឹកសមុទ្រដឹងថាមានប្រមាណលីត្រអត់សោះវាច្រើនហួសវិស័យពេកគ្មានដែនកំណត់ប៉ុន្តែទោះបីជាទឹកនឹងវាច្រើនគ្មានដែនកំណត់ក៏ដោយយើងគ្រប់គ្នានេះស្រេកទឹកត្រូវការទឹកឃ្លានទឹកតើអាស្រ័យទឹកនឹងបានទេយាយអាស្រ័យបានទេហូបបានអត់បានទេព្រោះគ្មានអ្នកណាឆ្នៃទឹកសមុទ្រយកមកផឹកបានញោមមើលសិង្ហបុរីអត់មានទឹកផឹកមានតែទឹកសមុទ្រជុំវិញទៅទិញទឹកគេយកមកហូបដែរទោះបីជាប្រទេសគេជឿនលឿនក៏មិនអាចឆ្នៃទឹកសមុទ្រនឹងមកហូបកើតឃើញទេចឹងលោកចង់ប្រៀបថាអ្នកមានទ្រព្យបើគ្មានចិត្តដូចទឹកសមុទ្រអញ្ចឹងអ្នកដតីជុំវិញខ្លួនគេស្រែកគេត្រូវការយ៉ាងម៉េចក៏អាស្រ័យអត់បានតែអ្នកគ្មានទ្រព្យតែមានចិត្តដូចជាទឹកអណ្ដូងចង់រករបៀបទឹកអណ្ដូងឬរករបៀបទឹកសមុទ្រយាយទឹកអណ្ដូងសាធុឲ្យនៅដូចទឹកអណ្ដូងជ្រែកទាំងរហូតទៅសូមអនុមោទនាណាសាធុទៀតមិនចង់ឲ្យនៅអញ្ចឹងទេឲ្យមានចុះប៉ុន្តែឲ្យមានទាំងទ្រព្យហើយមានទាំងចិត្តមានទាំងទ្រព្យមានទាំងចិត្តថ្ងៃនេះយើងមានទ្រព្យហើយមានចិត្តហើយប្រពៃណាស់សាមគ្គីគ្នារួបរวมគ្នាធ្វើកឋិនមកចង់បញ្ជាក់តែយើងអ្នកធ្វើបុណ្យនេះដូចជាសប្បាយខ្លាំងណាស់មួយថ្ងៃសប្បាយនឹងបុណ្យបើនិយាយតាចាស់អាយុ70 80នឹងមួយថ្ងៃគ្មានសប្បាយអីជាងសប្បាយបុណ្យនឹងទៀតទេខំមួយខំត្រុកពីអ្នកតាយាយបើអ្នកស្រុកស្រែផងយកប្រលុកប្រពីមពងភ្លៀងអាឡឹមសសេស្រាក់ចឹងនៅតែធាក់កង់ពីភូមិមួយភូមិពីរទៅស្រាប់ខទៅធ្វើបន់សន្សំសេចក្តីល្អចម្រើនមេត្តាដល់គ្នានឹងគ្នានឹងក៏សប្បាយចិត្តណាស់មើលតែញាតិញោមមកអាត្មាថ្ងៃនេះទៅក៏ដូចគ្នាដែរមិនទាន់មានអ្នកចង់ទៅផ្ទះទេអង្គុយត្រង់ត្រាប់ចង់ស្រាប់ពធមែនទេសប្បាយនឹងធរសប្បាយនឹងបន់ត្រេកអរនឹងបន់រីករាយនឹងបន់ជ្រះថ្លានឹងបន់ពេញចិត្តនឹងបន់សន្សំសេចក្តីល្អធ្វើសេចក្តីល្អបដិបត្តិសេចក្តីល្អចម្រើនសេចក្តីល្អនឹងសប្បាយចិត្តរីករាយចឹងបានព្រះលោកសម្ដែងថាអិភៈសោចតិអិភៈមោទតិបេចៈមោទតិកតបញ្ញោភយថមោទតិសោមោទតិសោបមោទតិទីស្វាកម្មវិសុទ្ធិមត្តនាមអ្នកដែលធ្វើបន់រមែងត្រេកអររីករាយសប្បាយចិត្តក្នុងលោកទាំងពីរត្រេកអររីករាយសប្បាយចិត្តក្នុងលោកនេះផងបច្ចុប្បន្ននេះផងត្រេកអររីករាយសប្បាយចិត្តក្នុងលោកខាងមុខផងអនាគតជាតិខាងមុខផងហើយសប្បាយមែនមើលវិញ្ញាណញោមរាល់ថ្ងៃសប្បាយណាស់យើងសប្បាយនឹងបន់ប៉ុន្តែបុគ្គលអាក្រក់អសប្បុរសក៏គេសប្បាយដែរប៉ុន្តែមិនមែនសប្បាយក្នុងបន់ទេសប្បាយក្នុងទង្វើអាក្រក់ទៅវិញអបសិទ្ធជាមួយយើង
dương chỉ sắp bỏ đó dương sờ bài nòng bón tren o nòng bón chẹt lạc nòng bón rì nòng bón ai ạ sắp bỏ đó kê sờ bài đá pan sờ bài nóng tùng vơ ạ cọp phò ba bài một tờ bình nè prẹt lục sầm tay tiết tại ít thẹt sau chỉ tết bay chặt sau chỉ tết pa cả đây ở phay giờ thắt sau chỉ tết sau chỉ tết 12 giờ tết tì xóa cam cái lần thắt mặt tầng nào nè ít thẹt sau chỉ tết bay chặt sau chỉ tết pa cả đấy ở phay giờ thắt sau chỉ tết 6 chỉ tết 12 giờ tết tì xóa cam cái lần thắt mặt tầng nào miền đây tham bọc côn ạ cọp cỏ tren o ri pin chặt sờ bài chặt nâng tùng vơ ạ cọp đôi dương nè pin chặt nòng bón đôi kia dương nè thưa bón sờ bài chặt nòng bón ri ai bọc côn là cọp thưa ạ cọp có sờ bài chặt nòng tùng vơ ạ cọp đôi kiaปั้นខុសគ្នាត្រង់ថាបុគ្គលអាក្រក់សบายចិត្តក្នុងទង្វើអាក្រក់តែទទួលរងទុក្ខក្នុងណាលោកទាំងពីរយើងសบายចិត្តក្នុងបុណ្យតែយើងទទួលផលជាសុខក្នុងលោកទាំងពីរបុគ្គលអាក្រក់សบายចិត្តក្នុងទង្វើអាក្រក់តែទទួលទុក្ខក្នុងលោកទាំងពីរបច្ចុប្បន្ននេះក៏ទទួលទុក្ខអនាគតជាតិក៏ទទួលទុក្ខដូចម្ដេចខ្លះបើលួចទ្រព្យគេលួចប្រពន្ធកូនអ្នកដតីកាប់សម្លាប់អ្នកដតីទទួលទុក្ខបច្ចុប្បន្នបើគេតន់ជាប់គុកជាប់ខ្នោះជាប់ច្បាប់មែនទេឬក៏ត្រូវគេវាយគេដំគេទាត់គេធាក់គេកាប់គេសម្លាប់វិញអាហ្នឹងទទួលទុកបច្ចុប្បន្នណាឃើញតនភ្នែកហើយបើបច្ចុប្បន្នមិនត្រូវគេស្កាប់សម្លាប់មិនលួចឆក់ប្លន់គាត់គុកជាប់ខ្នោះជាប់ច្បាប់គេអត់ដឹងទេតែទោសហ្នឹងវាដឹងខ្លួនឯងអាកម្មហ្នឹងវាអត់បាត់ដល់ណាក៏អត់បាត់ទៅអនាគតជាតិនៅតែមិនបាត់បច្ចុប្បន្ននេះវាមិនទាន់ឲ្យផលប៉ុន្តែខាងមុខឬពេលណាមួយត្រូវតែឲ្យផលណាក្នុងគណៈណាមួយត្រូវតែឲ្យផលទាំងកុសលទាំងអកុសលអត់បាត់ទេញោមមើលសម័យពុទ្ធកាលព្រះអង្គប្រពអំពីមហាកាលបាសកមហាកាលនេះកម្មច្រើនណាស់និយាយពីកម្មរបស់លោកមិនមែនតែមួយជាតិហ្នឹងទេប៉ុន្តែជាតិហ្នឹងលោកលើកព្រះសម្មាសម្ពុទ្ធលើកអំពីមហាកាលបាសកកម្មហ្នឹងវាអត់បាត់ជាមួយអត់បាត់យ៉ាងម៉េចបច្ចុប្បន្នហ្នឹងមិនឲ្យប៉ុន្តែទៅមុខទៀតត្រូវតែឲ្យមហាកាលបាសកថ្ងៃមួយគាត់ទៅស្ដាប់ពធទេសនាដោយញាតិញោមមកស្ដាប់ធម៌អញ្ចឹងប៉ុន្តែកាលនោះមហាកាលបាសកគាត់ទៅស្ដាប់ធម៌ព្រះព្រះអង្គសម្ដែងពធទេសនាកើតបៃតិសោមរស់រីករាយពុកមកស្ដាប់ពីរស់រហូតទល់គ្នានឹងចប់កើតចិត្តជ្រះថ្លាថ្វាយគុំព្រះត្រឡប់មកផ្ទះវិញដល់ដើរនឹកសบายចិត្តក្នុងបុណ្យណាកំពុងតែសบายចិត្តអញ្ចឹងបានមានញាតិញោមថាដេចគុណកណាមិនយល់អំពីបុណ្យបាបសោះរាល់ថ្ងៃនេះតើបុណ្យនៅត្រង់ណាបាបនៅត្រង់ណាបើនិយាយតាអ្នកទៅវត្តត្រុកក្មេងនឹងវាយួរស្រាក់វាជូនម៉ែជូនឲ្យទៅវត្តស្ដាប់ធម៌ស្ដាប់លោកទេធ្វើសេចក្តីល្អដឹងគុណដឹងទោសត្រុករាល់ថ្ងៃនេះមិនតែប្រព្រឹត្តអាក្រក់សោះបែរជាអាយុខ្លីត្រូវគេកាប់ត្រូវគេសម្លាប់អាអ្នកធ្វើល្អវាទៅជាឆាប់ស្លាប់រីឯបុគ្គលអាក្រក់លួចឆក់ប្លន់កាប់កេងប្រវាញ់ទាត់ធាក់ជាបិចោឌីលខ្មាស់ម៉ែឲ្យរាល់ថ្ងៃវាមិនងាយងាប់តែអាអ្នកល្អនេះតើបុណ្យវានៅត្រង់ណាបាបវានៅត្រង់ណាបើអ្នកធ្វើល្អបែរអាយុខ្លីបុគ្គលធ្វើអាក្រក់ទៅជាអាយុវែងអាហ្នឹងមកពីយើងយល់ទៅលើរឿងហ្នឹងអារម្មណ៍យើងអត់បានមើលបុគ្គលល្អដែលទទួលផលល្អយើងគិតតែអវិជ្ជមានទៅលើផលល្អបើអារម្មណ៍យើងចេះឃើញអ្នកធ្វើល្អគេបានល្អចំអ្នកផ្សេងទៀតគេធ្វើល្អបែរជាអាយុវែងមិនយើងមិនមើលមិនឃើញប៉ុន្តែអាចង់បញ្ជាក់ត្រង់ចំណុចហ្នឹងថាបុគ្គលល្អដែលធ្វើបច្ចុប្បន្ននេះបែរទទួលរងទុក្ខទៅវិញញាតិញោមអ្នកកាន់ពុទ្ធសាសនាដឹងហើយថាពុទ្ធព្រះអង្គសម្ដែងថាអតីតជាហេតុបច្ចុប្បន្នជាផលបច្ចុប្បន្ននេះជាហេតុអនាគតជាផលមែនទេញោមចាចឹងយើងមកបច្ចុប្បន្ននេះយើងមកដោយសារបុណ្យកុសលអកុសលពីមុនមកដែលបានមកបច្ចុប្បន្ននេះចឹងទោះបច្ចុប្បន្ននេះយើងធ្វើល្អប៉ិនពីមុនមកមិនដឹងយើងធ្វើអីព្រោះយើងមកដោយសារផលពីមុនពីឆ្ងាយពីគ្នាពេកលោកប្របាក់ស៊ូណាយាយអើយអ្នកនោះតែឆ្ងាយយាយនៅតែឆ្លើយទៅលឺទៀតលោកអស់កម្លាំងមិនដឹងពីមុនយើងធ្វើអីបើបច្ចុប្បន្នយើងធ្វើល្អប៉ិនពីមុនមិនដឹងយើងធ្វើអីមកនឹងយើងសាងអីអានឹងចឹងណាយើងត្រូវគិតអញ្ចឹងបច្ចុប្បន្នគាត់ធ្វើល្អមែនតែគាត់ទទួលរងកម្មពីមុនមកនោះបើពីមុនមកគាត់អត់ជាពាក់គេក៏យើងត្រូវគិតថាអ្នកនោះជំពាក់កម្មយើងវិញពីមុនយើងអត់ជាពាក់គេមកសាងកម្មថ្មីជាមួយយើងគេជាប់ជាមួយយើងអាហ្នឹងអញ្ចឹងយើងត្រូវគិតថាបច្ចុប្បន្នគាត់ធ្វើល្អប៉ុន្តែផលពីអតីតមិនដឹងគាត់ធ្វើអីបច្ចុប្បន្ននេះបុគ្គលនឹងធ្វើអាក្រក់មែនយើងឃើញថាអាក្រក់មែនលួចឆក់ប្លន់កាប់កេងប្រវាញ់ទាត់ធាក់មេដាបៃតារាល់ថ្ងៃមែនតែពីមុនមកគេធ្វើល្អបានច្រើនផលរបស់គេសោយពីមុនមកវាមិនតាន់អស់ប៉ុន្តែកម្មដែលគេធ្វើឥឡូវហ្នឹងក៏វាអត់បាត់បង់ដែរក្នុងឋានៈណាមួយត្រូវតែឲ្យផលពេលណាមួយត្រូវតែឲ្យផលបើមិនបច្ចុប្បន្នអនាគតអត់បាត់ទេផលហ្នឹងអត់បាត់ទេនិយាយពីរឿងយើងដែរមហាកាលបាសកចឹងដែរមកពីស្ដាប់ធម៌វិញនឹកកំពុងតែជ្រះថ្លាក្នុងបុណ្យអត់មាននឹកអាក្រក់អីទេហើយអត់ដែលធ្វើអាក្រក់អីទេមហាកាលបាសកក្នុងជាតិហ្នឹងអត់ដែលធ្វើអាក្រក់អីសោះដឹងតែពីសន្សំសេចក្តីល្អរលឹកគុណមេដាបៃតាបងប្អូនកូនចៅទៅស្ដាប់ធម៌ព្រឹកល្ងាចចឹងជាមួយអាបាសកដតីទីធ្វើតែរឿងល្អស្រាប់តែចៃដន្យដើរមកដល់ពាក់កណ្ដាលផ្លូវវាចៃដន្យអាចោនោះវាលួចថង់មាសគេមកគឺដេញតកាត់មកវាមិនដឹងយកថង់មាសនឹងទៅណាបោះទៅវាទើនៅលើខ្លួនមហាកាលបាសកនេះណាបោះមកវាជាប់នៅខ្លួនរបស់គាត់ដោយកម្មវាត្រូវហុចឲ្យផងត្រូវជាប់លើអ្នកណាមិនជាប់បោះមកមិនដឹងបោះទៅណា20ដែរបោះមកជាប់នៅលើគាត់នៅខ្លួនគាត់
ហើយដល់អ្នកដេញមកក្រោយនោះឃើញថងមាសនឹងនៅលើខ្លួនមហាកាលបាសកមិនរកហេតុផលអីត្រឹមត្រូវស្មានបពពួកវាយមហាកាលបាសកវាយទាត់អ្នកខ្លះដបងអ្នកខ្លះធាក់អ្នកខ្លះទាត់អ្នកខ្លះដាល់ទៅរហូតទល់គ្នាគាត់ដាច់ខ្យល់ស្លាប់ឥឡូវយើងនិយាយពីបច្ចុប្បន្នវិញសួរតើគាត់ធ្វើអីបើគាត់ទៅតែស្រាប់ធគាត់ទៅតែសន្សំសេចក្តីល្អមិនបានទទួលរងទុកបែបហ្នឹងអូណាព្រោះមានហេតុញោមមានហេតុបើញាតិញោមអាត្មាមិនដឹងទេបើកូនចៅញោមពុតបោស័ក្តិគ្រប់គ្នាឬអ្នកដតីទៀតបច្ចុប្បន្ននេះអាត្មាមិនដឹងទេព្រោះអាត្មាអត់មើលនិស័យសត្វដឹងប៉ុន្តែព្រះអង្គដឹងអំពីហេតុមហាកាលពីមុនធ្វើអីបានព្រះអង្គចាប់ដើមសម្ដែងរឿងហ្នឹងឲ្យបរិស័ទស្ដាប់មនាលភិក្ខុទាំងឡាយមនាលអ្នកទាំងឡាយឃើញទេមហាកាលបាសកធ្វើតែរឿងល្អបច្ចុប្បន្ននេះសន្សំតែសេចក្តីល្អធ្វើតែរឿងល្អប៉ុន្តែទទួលរងកម្មត្រូវបានគេចោទថាជាចោរវាយរហូតទល់គ្នានឹងដាច់ខ្យល់ស្លាប់ដោយសារអីដោយសារកម្មពីអតីតមកមហាកាលបាសកគាត់ជាមន្ត្រីរាជការជាអាមាត្យក្នុងវាំងរាជាមុននឹងចុះមកតតប្រជានារីហ្នឹងអាមាត្យនាមឿនកាប្តីត្រីរាជការហ្នឹងត្រូវមើលប្រជាពលរដ្ឋហ្នឹងមុនមួយថ្ងៃពីរថ្ងៃមុនដល់ដើរតាមផ្លូវមកយាមល្បាតមើលតាមផ្លូវហ្នឹងមកវាជួបពីនិច្ចអ្នកលុករ៉ូស៊ីពីអ្នកប្រៃប្រពន្ធដឹកអទេសល័យមកលុកដូររ៉ូស៊ីហ្នឹងអាមាត្យទៅក៏លេចឃើញប្រពន្ធពីនិច្ចហ្នឹងវាសាបនៅនិយាយពីកម្មមហាកាលបាសកណាពីមុនគាត់ធ្វើអីបានជាតិហ្នឹងត្រូវគេកាប់ណាគេទាត់គេធាក់រហូតដល់ស្លាប់ដល់ឃើញប្រពន្ធគេស្អាតក៏កើតចិត្តស្រឡាញ់ប្រពន្ធគេហើយដល់ស្រឡាញ់ប្រពន្ធគេមិនដឹងធ្វើម៉េចដើម្បីបានប្រពន្ធគេនោះណាបើប្តីគេនៅចងោអញ្ចឹងធ្វើម៉េចយកថងមាសក្នុងកប៉ាល់របស់ខ្លួនហ្នឹងទៅដាក់ក្នុងអទេសល័យហ្នឹងហើយស្រែកឆោឡោឡើងប្រាប់ពលទាហានរបស់ខ្លួនកូនចៅរបស់ខ្លួនអ្នកនៅក្រមកវត្តនឹងផងប្រជាពលរដ្ឋផងចោទតែប្តីរបស់នាងហ្នឹងលួចទ្រព្យសម្បត្តិរបស់ខ្លួនហើយជំនាន់នោះវាមិនទាន់មានតុលាការដូចយើងឥឡូវនេះទេតុលាការនៅនឹងប្រជាពលរដ្ឋហ្នឹងគាត់តែស្រែកឡើងថាអញ្ចឹងម្នាក់ឈូឆោមកវាយទាត់រហូតដល់ប្តីនាងនឹងដាច់ចោលស្លាប់ចង់បានប្រពន្ធគេមិនដឹងធ្វើអ្វីហ្នឹងហើយយកមាសទៅដាក់លើអទេសល័យគេចោលប្តីគេថាលួចទ្រព្យសម្បត្តិរបស់ខ្លួនគេវាយរហូតដល់ស្លាប់ទៅនេះអាកម្មប៉ុណ្ណឹងមកដល់បច្ចុប្បន្នហ្នឹងបានត្រូវគេទាត់គេធាក់រហូតដល់ស្លាប់វិញគេចោលថាជាចោលវិញស្រាប់តនេះនិយាយតោះណាពីមុនគាត់ធ្វើអីមិញណាតោះណាគាត់ដឹងថាមិនទេគាត់ញ៉ាំមីឃើញណាពីមុនមកហ្នឹងគាត់ជាអាមាត្យមន្ត្រីរាជការណាហើយចុះទៅជួបមើលប្រជាពលរដ្ឋទៅជួបប្រពន្ធប្រណិចហ្នឹងវាស្អាតដល់ស្រឡាញ់ប្រពន្ធគេមិនដឹងធ្វើម៉េចបានយកថងមាសដាក់ក្នុងអទេសល័យចោលប្តីគេហ្នឹងថាលួចទ្រព្យសម្បត្តិរបស់ខ្លួនហើយវាយប្តីគេរហូតដល់ស្លាប់ដើម្បីបានប្រពន្ធគេគ្រាន់តែទោសប៉ុណ្ណឹងបច្ចុប្បន្នហ្នឹងគ្រាន់តែគេទាត់ធាក់ហ្នឹងវា499ជាតិអាជាតិចុងក្រោយហ្នឹងត្រូវគេទាត់ធាក់រហូតដល់ស្លាប់ទៀតអូមិនធម្មតាទេទោសនេះអញ្ចឹងបានព្រះលោកលើករឿងហ្នឹងហើយព្រះអង្គសម្ដែងធម៌ហ្នឹងថាអិធៈសោចតិបេចៈសោចតិបាបការីអភយថៈសោចតិសោចតិសោវិហញ្ញតិទីស្វាកម្មកលិទ្ធមត្តណោអ្នកត្រេកអរក្នុងបាបអ្នកធ្វើទង្វើអាក្រក់អ្នកពេញចិត្តក្នុងទង្វើអាក្រក់អ្នកធ្វើទង្វើអាក្រក់រមែងទទួលរងទុក្ខក្នុងលោកទាំងពីរទទួលរងទុក្ខក្នុងបច្ចុប្បន្នហ្នឹងផងទទួលរងទុក្ខនៅអនាគតជាតិផងរីឯអ្នកធ្វើបុណ្យក៏មិនខុសគ្នាដែរសบายចិត្តក្នុងលោកទាំងពីរបានសេចក្តីសុខក្នុងលោកទាំងពីរដោយញាតិញោមពុទ្ធបរិស័ទថ្ងៃនេះបានមកធ្វើកថាហ្នឹងមិនធម្មតាទេសบายចិត្តណាស់ណាទិញត្រៃឲ្យគេកំងត្រៃឲ្យចិនគេធ្វើត្រៃមួយសាហ្នឹងសบายចិត្តមួយសាយកត្រៃមកដាក់ដល់ផ្ទះឃើញត្រៃហ្នឹងញឹមដាក់ត្រៃហ្នឹងរត់ផ្លេចសាទៀតតែមកបានហែមកថ្ងៃហ្នឹងមែនទេទិញទុកកន្លះខែមុនដេកញឹមដាក់ត្រៃហ្នឹងហែមកដល់កត់ថ្ងៃនេះរៀបត្រៃរបស់គាត់ជាមួយគេឃើញស្អាតណាស់ញឹមដាក់ត្រៃនឹងទៀតស្អែកហែទៅហ្នឹងញឹមសบายចិត្តទៀតឡើងដល់លើពហិញឹមដាក់ត្រៃម្ដងទៀតលោកក្រាលក្រុងញឹមសบายចិត្តម្ដងទៀតស្អែកឡើងលោកប្រើញឹមសบายចិត្តទៀតដល់ឲ្យឆ្នាំក្រោយចិត្តដល់រដូវកឋិននឹកឃើញកឋិនឆ្នាំហ្នឹងសบายចិត្តជាមួយនឹងកឋិនឆ្នាំទៅមួយសាទៀតមែនទេអូសบายចិត្តរហូតយើងអ្នកធ្វើបុណ្យនេះដូរយកសេចក្តីសบายចិត្តដូរយកសេចក្តីសบายចិត្តរីករាយត្រេកអរសុខណាស់ហើយកុំទៅបន្ទោបន់ណាកុំបន្ទោបន់អ្នកខ្លះយល់មិនតាន់បន្ទោបន់ថាមកពីធ្វើបន់កឋិនក៏នាំចង្រៃបើចាស់ផងធ្វើបន់កឋិនអាយុខ្លីបើក្មេងស្រីកំងវិញធ្វើកឋិនមកវិញរកប្រេងបានបើក្មេងកំឡោះតែធ្វើកឋិនរកប្រពន្ធបានហើយឡប់លឺទេពីអស់នឹងនិយាយលឺហ៎គេថាអញ្ចឹងក្មេងកំឡោះរកប្រពន្ធបានក្មេងកំងរកប្រេងបានបើអ្នកពងរកស៊ីឡើងប្រហែលកឋិនមកវិញដាក់រកស៊ីឡើងអ្នកធ្វើកឋិននាំអាយុខ្លីជាដើមឡាក់នឹងឡាក់វាសិតតែលឺណាញាតិញោមសិតលឺតាថ្មក៏ធ្លាប់លឺពីអស់នឹងដែរណាផ្ទាល់តិចរហូតដល់មានញាតិញោមមកសួររឿងនឹងច្រើនទៅទៀតឥឡូវសួរតែកឋិននឹងវាឲ្យអាយុខ្លីកឋិននឹងវានាំអពមង្គលនាំចង្រៃនាំឲ្យរកប្រៃបានរកប្រៃមិនបានប្រពន្ធបានឬក៏មកពីខ្លួនយើងណាយាយមកពីខ្លួនយើងទាំងអស់បើយើងជឿលើពាក្យទាំងអស់ហ្នឹងយើងមិនមែនពុទ្ធសាសនិកទេយើងផ្ទុយនឹងបំណងព្រះហើយព្រោះព្រះអត់បង្រៀនអញ្ចឹងផងហើយយើងតែចេះជាងព្រះណាផ្ទុយពីបំណងព្រះលោកបង្រៀនបរិស័ទថាបុណ្យហ្នឹងឲ្យមកវិញគឺសុខនឹងចម្រើនណាបុណ្យអត់ដែលឲ្យຕົកទេ
đòi dương tới chưa tập bon đang vào ao tốc à nó dương tôi về pre mẹ Phật sát na thế mẹ Phật sát sanh nè can Phật sát na thế bắt chỉ tăng luôn tới chỉ bị ở đây sát na anh đu sát na tao sát na rứ sát na tây tây tiệt là cứ sát na ấy là tây tây tiệt mình mẹ Phật sát na thế tại bao Phật sát na cái ọt chưa chẳng thế pro pre lô sầm đây bị hai đằng phò nè sản xóm hai là mấy phò bàn màu trắng công tập tô hương bon say tập tô tập bonมันtập tô mà nước kia dương đây tập tô tập bon thưa bon phải chạy buôn cắt từ nhiêu ấy mai để đặt ọt cả đong đặt ọt cái ròm đây taxi say nhi on bon tọt tên quay cũng đất cặp chặt kia bay các bang của tập tô tập công mà thưa bon phải chạy buôn này mai tại anh bay cao đấyมันtập tô đặt thông bang tập tô mà nước kia dương đấyมันtập tô xa tập tô mà nước kia cái tập tô bon thưa anh mai này bay các bang bon này ná đây một vài giường long mơ xua nhiệt nhôm và bon ỏi tục đại miền dây ta ở nam mọc niệm sẵn năng sạc bón này nhôm mày đại nhôm mau của rốt prep sầm prep và xong sạc và thó sắp tận nẹm mọc thử bón sắp tập bón thử sò là trong xua nhiệt nhôm mưa tập bón ao tục phải ót mà pì hò đại dây mà sạp thó năng miền pong là coi sạp thó dẹp phải dây mà nẹt tiết thó bắt đa dây mà mặt tay học khiêu này tấu hay dây xua thay dây anh mạch bàn đa nhông tham ao pin dây anh thợ bón bàn trong đa dây anh miền chẳng cái nhôm miền đấy với ót tê với miền tham ao pin ấy thật sẽ bơ anh lơ khó của anh thó bán anh đa là năng bàn miền miền hương bởi thay dây mà sạp thó mà thay công prep công là thay công prep kia mà chi phải cháu có đúng tay miếng nè mẹ nó dây với ót miếng ao từ nẹt thưa lọ này sần xong sẽ đây lọ này mình đá cái ảo tộc tê cứ cái ảo sọc là mình phải dương với vô lòng toán dương chạy tập tô đường bòn của sòn say tô đường bòn này nó đạo tộc dương luôn dương tê đại bảo tộc luôn dương tang sọc tang tộc tang chẩm ra tang đi tang lọ tang cọ tang so tang mau tang khâu tang bần đất luôn luôn dương được miền nè nào dương tê prep đục sầm đầy thà chẳng nâu luôn dương được trong sọc trong chẩm ra trong miền trong ban công cao lọ cọ sọc mau khâu bần đất ấy nâu luôn dương nè sần xong luôn dương hai tầng nông trong sọc sần xong thò non mà cả sọc nâng ban sẽ đầy sọc sần xong thò non mà cả sọc thưa ấy kla nè mau bằng pin sẽ đầy lọ chẳng cả bán mình mau bằng pin sẽ đây lọ đôi ngày năng tê còn tận đâu té cài dương năng công tận lui chọc lon biên lui chọc lon cặp cây của anh đẹp là tấy nó mà cài dương sọc mũi bạc nâu tập té xong bạch tật thương bọn này na các bạn đây có nằm mót dương đây không chi phải trao đi mạch phụt pho bạo bạc nhung đẹp là tấy bàn sọc tam dạng mót này mùi tiền bạc đó nâu tập té sọc có này chất dương mình cho cộng đông công quân mình nên áp chia bạc tẹm mà chỉ mùi đẹp là tấy nó mà dương sọc lầu chặt mùi tiền bạc ban bờ xanh chỉ dương ọt ban ọt rồng cài về trà chật này tuột bay chỉ dây tàu quạt liệp bẹt so cao sọc cả đôi pan bởi dương ọt ban ọt rồng cài ọt ban ọt rồng mót ọt ban ọt rồng chặt này có liệp bẹt so cao sọc sạt ban pan là mình đâu không quạt mà đo ao co này đặt làm mê cổ ấy nó bành bàn sọc về đấy pan tay với ọt đai miên này mà buộc mà phay năm đây khơi dây na tôi chê kia xong sao làm bay chê này lư tẹt đi tẹt bay ọt tiền đời xa ấy là xa miên thọ ọt rồng chặt thấy Paul phải giao bọn nẹt miền thó khơi bạch ở bọn năng bạc cài về cha có con tôn plon sầm đau em là hai bị bị xa là cú ở trong rọp đó cú chỉ ti sả lánh cú chỉ ti tàu cá là trong châu chật trong nơi các bài nẹt miền bằng là nẹt miền thọ ở rồng chật vì miền tại nẹt đại miền thọ ở rồng chật tiền là miền sạch đây là ở trong luôn tế bản đào sạch đây tốc ao luôn ấy đừng nẹt ở tây sầm rạp nhiệt nhôm nẹt miền bọn mình đại đào sạch đây tốc ao luôn ấy đừng nẹt ở tây thế bỏ nè sọc sờ bài chật là hô tộc bay chỉ trọp sầm bát bao dương ngầm sâu sờ mô sờ bài đôi kia cả đó tay dương không đâu đòi bàn sẽ đầy sọc đa nhôm mà mơ tới chỉ vật bỏ nhiệt nhôm rồi ngay dây ta nó sờ bài chất đó rùng đâu chẳng bàn miên làm lay miên làm lay là dương mà sau miên trọp cả hồi cho còn tay dương sờ bài chất lâu chất mình tay chết cho chụp bẹt khoai khoa pol tục cất rương ấy trao đôi nhẹ miên đây mẹ đây dây rồi ngay rùng sau cất ấy chởn đây mẹ đây nhóm sau cất thế mà mơ tới dây sau cất chởnประมาณthế còn phần miên khạc đây để đâu cất chởn nó rồi mẹ ọt từng ọt tê của thỏi chôn mẹ bẹt hòn này nè nè bắt nó bị tay nhiệt nhau để miền thọ ọc rồng chật nó còn ngọc còn sơ khoai qua một bộ tộc ấy tràn thì dương cò trót cái này dương sờ bài chật ngọc lầu chật bỏ dương cài vi cha bỏ dương này nè hô là bọn mình sau miền trao chiếu ban này ngành đây kre ảnh nếp ban tay miền sọc sọc thẹn bằng cô chiêng đẹp đầy tụ là đây sờ lồng đây mà lo phải chẹt thà hô là bọn ngành đây tụ đây sờ lồng nhom mà ra tia xoa tia say nhom mà ra xoay sam lan chi lan tầm nơ tầm lay của mang cả đôiแต่เปิดสั้นจิตรอบนังบานมาโดยตุจจรัสพลาวจับนี่อดสบายเตะปงตาหกแล้วพอช่างแมนพอขยมกับเราใส่สามแมนเด็กสลองเด็กปูแมนปันปงตาหกช่างนี่ก็ต้องอันดังตะกี้อันลุยเด็กเกมาอันพลันแตะเกมาอันโยนหรือบอกเกมากับเกมตัวอันโยเชียมเกมาอันดังตะไงน่าอันจอบกเตะแม่เนี่ยก็ปะบักจัดเราควงเราปั้นแต่ยืงเนี่ยคือเรานี่กรอตรอกแมนเหมือนเซอร์เมียนตรอกแมนปั้นยืงเรื่องใดเกิดเรื่องจังสินะโรนเอาสบายจัดนะสอกสรูเราจัดนั่งละโหดสอกสรูเราจัดนั่งละโหดสบายจัดนะสบายจัดจังยืงทั้งไม่ยืงจังจัดยังชีวิตยืงนะโปรดดำมาชีวิตหนึ่งชีวิตตะสาเรานี่
លោកមិនសម្ដៅនៅនឹងទ្រព្យសម្បត្តិទេឧត្តមជីវិតដល់ឧត្តមគង់ពុះប្រសើរនេះគឺយើងមានគុណធម៌សេចក្តីល្អជីវិតសារឲ្យជីវិតដែលមានខ្លឹមហ្នឹងត្រង់មានសិលមានទានមានភាវនាដូចគ្នានឹងដែរឃើញទេនៅត្រង់យើងមានសេចក្តីល្អនៅក្នុងខ្លួនលោកមិនកំណត់សម្គាល់នៅនឹងអភរណៈដែលនៅជុំវិញខ្លួនយើងដែលនៅជាប់នឹងខ្លួនយើងនឹងទេណាអាស្រ័យនៅនឹងគុណធម៌សីលធម៌សុជីវធម៌អរិយាបថរបស់យើងនេះណាការប្រព្រឹត្តប្រតិបត្តិខ្លួនយើងនេះណាមិននៅលើរបស់ជុំវិញខ្លួនយើងមិននៅលើរបស់នៅជាប់ខ្លួនយើងទេចឹងធ្វើម៉េចយើងខំប្រឹងចម្រើនសេចក្តីល្អសន្សំសេចក្តីល្អគ្រប់គ្នាណាថ្ងៃនេះចង់និយាយពីសេរី3ប្រការព្រោះយើងគៀកចូលឆ្នាំស្ដាប់ទេកូនចៅបើលើកពីសេរី3ប្រការស្ដាប់ទេស្ដាប់ហើយបើមានចម្ងល់អីចង់សួរអាចសួរបានណាលោកបកស្រាយឲ្យស្ដាប់ឆ្ងល់អីអាចសួរបានរនឹកទៅចង់សួរអីសួរនឹងមកណាលោកបកស្រាយឲ្យស្ដាប់ទៅវាចំទឹកចិត្តកូនចៅឆ្ងល់អីមិនយល់ត្រង់កិច្ចណាមួយក្នុងការបំពេញបុណ្យកុសលហ្នឹងសួរទៅអាត្មាបកស្រាយឲ្យស្ដាប់ទៅវាចំទឹកចិត្តកូនចៅណាតើធ្វើយ៉ាងម៉េចបានបន់ធ្វើម៉េចបានបន់ធ្វើដល់លោកឪពុកអ្នកម្ដាយយ៉ាងម៉េចអីយ៉ាងម៉េចធ្វើយ៉ាងណាអីយ៉ាងណាមានចម្ងល់អីអាចសួរបានក្នុងកម្មវិធីបន់នេះហើយមុននឹងចូលសេរី3ប្រការហ្នឹងគឺផ្ដើមអំពីកម្មវិធីបន់ថ្ងៃនេះដែលជាការប្រពៃណាកូនចៅប្រុសស្រីទាំងអស់ណាឈ្មោះតែមាននៅសមាទិដ្ឋិយល់ឃើញត្រូវណាដែលយើងមានសមាទិដ្ឋិហើយដែលយើងបានធ្វើបន់បំពេញបន់ញើទានតាមរយៈលោកអ្នកដែលមានសិលនេះជាសមាទិដ្ឋិបើសិនជាយើងមិនមានសមាទិដ្ឋិយល់ឃើញត្រូវដូច្នេះម្លេះសំយើងនឹកគុណអ្នកម្ដាយរលឹកគុណអ្នកម្ដាយដោយការដុតធូបបន់ស្រន់បួងសួងណាទិញនេះទិញនោះយកមកដាក់សែននៅគាត់ដុតធូបហៅឲ្យគាត់មកហូបហើយនេះយើងយល់អត់ត្រូវណាតែដល់យើងយល់ត្រូវយើងស្ដាប់ពុទ្ធអាវាទរបស់ព្រះដែលមានពភាក្នុងនាមយើងអ្នកកាន់ពុទ្ធសាសនាព្រះអង្គសម្ដែងយ៉ាងច្បាស់ថាបុគ្គលដែលបានស្លាប់ទៅហើយយើងសែននៅលោកគឺមិនបានដល់ដាក់នៅនឹងហឹងដាក់នៅនឹងភ្នោគឺអត់ផលដុតធូបឲ្យលោកមកទទួលក៏លោកមិនទទួលបានអ្វីដែលលោកអាចទទួលបានគឺសង្ឃមហិសុបតិតាតម្កល់ទាននៅល្អហើយក្នុងសង្ឃអញ្ចឹងកូនចៅថ្ងៃនេះឈ្មោះទៅធ្វើត្រូវតាមកន្លងរបស់ព្រះដែលមានពុទ្ធដែលយើងបានធ្វើបុណ្យឲ្យទានជាមួយលោកអ្នកមានសិលមានព្រះភិក្ខុសង្ឃអង្គសាមណេរចាក់ព្រឹទ្ធាចារ្យអ្នករសាបញ្ចសិលឧបោសថសិលអត្តរិកសិលទស្សសិលសិល5សិល8សិល10នេះម៉ែអាត្មាមិនដឹងរត់ធរឲ្យមិនទេញោមអើយបើតហឹងយ៉ាងនេះណាដល់អញ្ចឹងរត់ធរមិនឃើញមែនញោមវល់ជីកទេទៅមកជ្រែកមកអីហ្នឹងភ័យអស់បាទអស់ទៀតណាតែយើងវាជាប់ផ្លូវយើងធ្វើថ្ងៃនេះឈ្មោះទៅត្រូវតាមកន្លងនៃពុទ្ធអាវាទរបស់ព្រះដែលមានពភាណាបើយើងយល់អត់ត្រូវទេយើងតែងក្បាលជ្រូកទាខ្វាយដុតហៅគាត់ឲ្យមកហូបថ្មសំណោះកូនចៅប្រុសស្រីពេលខ្លះសំណោះម្ដាយឪពុកកាលដែលនៅរស់រៀនមានជីវិតសំបីតែសំដីសំដៅដែលកូនប្រើភាសាជាមួយគាត់រាល់ថ្ងៃក៏មិនដែលបានផ្អែមតែពេលខ្លះហ្នឹងហើយម៉ែហៅពីលើផ្ទះមកស្រីពៅនៅក្រោមផ្ទះហៅពៅឆ្លើយទៅគាត់សិតតែស្អីបើមិនជឿញោមហៅកូនញោមពីលើផ្ទះចូលរឿងហ្នឹងតិចចុះញោមចាចង់ឲ្យបញ្ជាក់រឿងហ្នឹងផងអញ្ចឹងបានលោកអ្នកប្រាជ្ញលោកពោលថាម៉េចអវៈជាតិតបត់ខូចបំផុតតាំងពីក្មេងដើរប្រព្រឹត្តព្រើលផ្សេងដើរលេងល្បែងស្ដីមិនស្ដាប់មិនស្ដាយជាតិកំណើតល្ងងស្លុតស្ដោតដល់ចាស់ស្ដាប់ត្រឹមត្រូវមិនចេះស្ដាប់ពិបាកម៉ែឪប្រាប់ទាំងយប់ថ្ងៃម៉ែឪមានគុណណាស់វាមិនសំពះខ្មាស់អៀនដៃបើអ្នកក្រៅដតីវិស័យសោះសំពះបានឆ្លើយបាទចាស់ខ្ញុំភាពរំទុំនឹងសណ្ដានបើម៉ែឪឯងក្នុងស្ថានវិហារឆ្លើយស្អីអាចយឺដែរបើកូនប្រុសវិញក្នុងផ្ទះជាមួយម្ដាយឪពុកបើអង្គុយហូបបាយអីសិតតែពេនភ្នែកដាក់គាត់ក៏អើតក៏តងសំដីសំដៅរកពីរកពិសាអត់មានប៉ិនបើជាមួយគូតដឹងគេឧទាហរណ៍ទៅស្រឡាញ់នាងណាម្នាក់នៅក្បែរនោះអូទៅលេងផ្ទះគូតដឹងគេនឹងនិយាយពីអោនលូនតាំងពីលបងទៅដល់អ៊ំជំរាបសួរអ៊ំផ្លែឈើបើគេមិនរកឲ្យកន្លែងអង្គុយអត់អង្គុយដល់លូនហ្នឹងហើយទុនណាប៉ិនបើជាមួយម៉ែជាមួយឪអត់ទេទៀងរឹងដៃអីលើកសាពះគាត់មិនកើតទេមកសំណោះណាម្ដាយឪពុកណាកូនខ្លះនៅភ្នំពេញថ្ងៃច័ន្ទដល់ថ្ងៃសុក្រគេរវល់រឿងការងារតាមបណ្ដាក្រុមហ៊ុននយោជិកបុគ្គលិករដ្ឋឯកជនក្រសួងអង្គការស្ថាប័ននានាណាច័ន្ទសុក្ររវល់ការងារមិនបានជូនម៉ែដើរលេងមិនបានជូនម៉ែមើលនេះមើលនោះបានពិសាអីទេគាត់នៅតែផ្ទះចាស់អុកប្រមុខចៅណាកូនណានៅតែផ្ទះហ្នឹងខ្លួនឯងចាស់មិនបានទៅធ្វើបុណ្យសំកសលគ្មានពេលណាជូនទៅហើយអាថ្ងៃសៅរ៍អាទិត្យតនេអត់បានដប់គាត់ដើរមើលនេះមើលនោះទៀតកំសាន្តអារម្មណ៍អីខ្លះទៀតណាបើជ្រុលតែដប់ឆ្កែគេដើរលេងមុខវាំងអីហ្នឹងបីឆ្កែគេជិះឡានជិះម៉ូតូទៅលេងមុខវាំងស៊ីសិតតែប្រហិតសាច់គោម៉ូតូវាជិះប្រឡាក់ជន់អាចឆ្កែអាចគោតិចលៀង3 4សាឲ្យហាត់មើលលើកដាក់លើផ្ទះទៀតប៉ិនម៉ែនេះអាណាដែលងូតទឹកឲ្យអាណាដែលដុកដែលលៀងបាក់ញើសហូរញើសយ៉ាងម៉េចក៏មិនខ្ចីខ្វល់ណាស្រឡាញ់របស់ជាងម៉ែឪស្រឡាញ់សត្វធាតុជាងម៉ែឪយើងគួរពិចារណាឯកឧត្តមអុកញ៉ាខ្លះ
ហ៊ានចំណាយលុយរាប់ពាន់រាប់ម៉ឺនដុល្លារទៅទិញខ្នែតាន់ភ្លុកដំរីភ្លុកខ្លាអីយកមកពាក់ធ្វើខ្សែកការពារជាវត្ថុស័ក្តិសិទ្ធិតាមគ្រូគ្រាគេថាជាវត្ថុស័ក្តិសិទ្ធិចេះមួយចុះពីរចំណាយលុយរាប់ពាន់រាប់ម៉ឺនដុល្លារទៅទិញភ្លុកដំរីខ្នែតាន់អីយកមកពាក់ប៉ុន្តែមានអ្នកណាម៉ែស្លាប់អញ្ចេះឲ្យស្លាប់អញ្ចេះដែលគិតថាម៉ែបកើតយើងហូរឈាមទាំងធ្លុកឲ្យខំប្រឹងរកស៊ីលីសៃរៃពុនសន្សំលុយកាប់ប្រាក់កាសដើរទូនីតិស្រីផងប្រុសផងយកចេញប្រលប់ចូលមកវិញខំប្រឹងស៊ីស្នួលរីសៃរៃពុនគេជេរគេស្រីគេថាគេនិនទីយ៉ាងណាខំប្រឹងសន្សំលុយកាប់ប្រាក់កាសដើម្បីកូនមានដែលគិតថាម៉ែមានតម្លៃជាងឆ្អឹងសัตว์ឲ្យមានតម្លៃជាងឆ្អឹងសัตว์អ្នកណាដែលយកថ្មីម៉ែមកចោះធ្វើខ្សែកពាក់អត់ទេប៉ុន្តែឆ្អឹងសัตว์គេពាក់នៅជាប់កមែនទេមើលអុកកដៃចដំអុកញ៉ាភាកច្រើនពាក់ខ្នែតាន់ភ្លុកដំរីអីនៅជាប់កបង្អួតបង្ហាញថាជាវត្ថុស័ក្តិសិទ្ធិប៉ុន្តែថ្មិញម៉ែអត់មានអ្នកណាដែលដដើមគ្នាយកមកពាក់សោះហើយអត់អស់លុយទៀតយើងមានដែលគិតថាថ្មិញគាត់មានតម្លៃណាអត់ទេតាមស្រួលហ្នឹងធៀបមកកញ្ចក់រូបថតមួយពីរនៅលើផ្ទះហ្នឹងអត់ហ៊ានຕົកទៀតកូនខ្លះងៅណាអញដូចមិនទេអញឡើងទៅម៉ែមើលមុខចុះម៉ែមើលមុខអញដូចភ័យយកទៅប្រគេនលោកអស់ណាធៀបអីហ្នឹងហ៊ានຕົកលើផ្ទះទៀតហើយពេលខ្លះសំណោះណាផ្ទះដែលគាត់កាន់ដៃគ្នារស់ស៊ីលីសៃរៃពុនមកទីបំផុតតែរូបថតមកស្លឹកគេអត់ចង់ຕົកទៀតហើយបើកូនខ្សែចិនខ្លះអានៅរស់មិនបានថែរក្សាគាត់ហើយប៉ុន្តែអញ្ចឹងកូនម្នាក់ខ្សែចិនដែរហ្នឹងហើយនិយាយខ្លះទេមិននិយាយទាំងអស់ទេនិយាយខ្លះឯណានោះទេទីហោម៉ែនៅរស់ឪនៅរស់មិនបានថែរក្សាហើយដល់តែគាត់ស្លាប់ទៅហើយនៅឲ្យអាចារ្យចិនគេដេញពលាមើលទៅចូលរួមបន់សពមិនបានឬមិនបានឆុងអីចេះមួយចុះពីរទៀតដល់អាចារ្យចិននេះវាមាត់ចង្រៃទៅទៀតណែនាងនាងឯងថ្ងៃហ្នឹងឆ្នាំហ្នឹងទៅចូលរួមបន់សពគាត់មិនបានទេឆុងចេះមួយចុះពីរណែរកស៊ីម្លងភ្លើងឆេះផ្ទះប្រៃលែងប្រពន្ធលែងអីចឹងទីហោឡានកាន់ម៉ូតូកាន់អីទីហោដល់អាចារ្យគេថាអញ្ចឹងខ្លាចអត់ហ៊ានទៅចូលរួមបន់សពម៉ែឪទៀតនៅដល់ប៉ុណ្ណេះកូនយើងហើយយើងគិតមើលទៅយើងបកកើតគេចិញ្ចឹមមកគេគិតតែផលប្រយោជន៍ខ្លួនគេមានដែលគិតយើងឯណាអាថ្ងៃឯងស្លាប់ហើយមិនហ៊ានចូលរួមទៀតខ្លាចឆុងរកស៊ីម្លងដល់ទៅពេលគេបូជាហើយអីហើយចប់កម្មវិធីបានគេមកឈរច្រត់ចកេះចង្អុលណែសេពៅណាអាចារ្យគេប្រាប់អញរបស់នៅក្នុងផ្ទះរបស់គាត់ចាស់ហ្នឹងកុំទុកឲ្យចង្រៃឆុងចេះមួយចុះពីរស្បែកជើងកន្ត្រកស្លាយប្រមោលដុតចោលអស់តែអាណាដុតចោលអាណាបើកើតអីជប់ប្រគេនលោកអាណាដុតចោលកុំទុកឆុងចេះមួយចុះពីរអាកថកស្លារូបថតខោអាវស្បែកជើងគាត់ចាស់អត់រក្សាទុកជាអនុស្សាវរីយ៍ក្រនឹកឃើញគាត់ទេប្រមោលដុតចោលបោះចោលក្នុងទឹកអស់ប៉ុន្តែមាសគាត់ក្នុងទូនោះចាក់កញ្ញៃចែកគ្នាអាហ្នឹងបោះម៉ែដែរមិនគិតតែចង្រៃនេះយើងវិភាគពេលខ្លះសំណោះណាស់ហើយបើម្ដាយឪពុកអ្នកអត់ផងកូនគេមកធ្វើការនៅពេញមានប្តីមានប្រពន្ធបែកផ្ទះទៅមួយឆ្នាំគេអត់បានមកលេងផង3 4ខែទេមកលេងម្ដងទេខ្ចីលុយទៀតហើយបើបានតែមកនាំមិត្តភ័ក្តិ3 4នាក់ផឹកស៊ីសប្បាយក្អាយរីករាយបករឿងរ៉ាវក្នុងគ្រួសារហ្នឹងទៀតហ្នឹងហើយសំណោះណាស់ពេលខ្លះអត់បានមកផ្ញើលុយ 20000 នំប៉័ងមួយស្បោងប្រាប់ម៉ែចាំឡើងមកយកនៅឡានឈ្នួលនៅខ្នល់ជាតិនេះម៉ែជិះម៉ូតូលេះឡាស់មកឈរចាំតាំងពីព្រឹកទៅថ្ងៃត្រង់បានចាំនំប៉័ងមួយស្បោងមកឃើញជាក់ស្ដែងដាច់បាយដាច់ទឹកមកឈរចាំនំប៉័ងគេលុយ 20000 នឹងជីកតាំងពីផ្ទះមករហូតដល់ថ្នល់ជាតិចាំយកណាហើយយើងមើលតម្លៃម្ដាយឪពុកអីក៏ទៀបម្លេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាជាបុព្វទេវីជាអាអន័យបុគ្គលណាជាព្រះនៅក្នុងផ្ទះដែលកូនគោរពព្រះសម្ពះប្រសង់នៅក្រៅផ្ទះយ៉ាងម៉េចក៏ត្រូវគោរពបដិបត្តិប្រតិបត្តិព្រះក្នុងផ្ទះដូចគ្នាចឹងដែរអាត្មាចេះតែគិតថាម្ដាយឪពុកកូនមានសំណាងណាស់ម្ដាយឪពុកនៅរស់ក៏យើងអាចយកប៉ុនពីគាត់បានអាចទាញផលប្រយោជន៍ពីគាត់ផងយកប៉ុនពីគាត់ផងដល់តែគាត់ស្លាប់ទៅហើយនៅតែអាចយកប៉ុនពីគាត់បានទៀតពេលនៅរស់យើងប្រតិបត្តិគាត់ព្រឹកល្ងាចទឹកក្តៅទឹកត្រជាក់បាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសគ្រប់សពបែបយ៉ាងថែរក្សាគាត់ក្នុងហើយយើងយកប៉ុនពីគាត់សុំប៉ុនពីគាត់ដល់តែគាត់ស្លាប់ទៅធ្វើប៉ុនដូចថ្ងៃនេះនៅតែយកប៉ុនពីគាត់បានទៀតឃើញទេពិសេសណាស់ហើយម្ដាយឪពុកនេះជាព្រះព្រំជាអាអន័យបុគ្គលជាទេវតានៅក្នុងផ្ទះសម្រាប់មើលថែរក្សាកូនចៅប្រុសស្រីជាធនាគារមួយដ៏ធំការដែលគាត់នៅរស់យើងមិនដែលយកលុយទៅដាក់ក្នុងធនាគារនោះទេបើធនាគារខាងក្រៅយើងយកលុយទៅដាក់ហើយតើមាន ATM ទៀតបានបើកបានថ្ងៃសៅរ៍ថ្ងៃអាទិត្យបើកបានតែ1000ទៀតបើដកតាម ATM ដកបានតែ1000ទេម្ដងប៉ាន់ម៉ែឪនេះយើងអត់ដែរយកលុយទៅដាក់សោះយើងមានតែគិតទេអត់ដែរយកលុយទៅដាក់ជាមួយគាត់សោះហើយមិនបាច់ប្រើ ATM អីទេបើថាកុនលុយកដាលយប់ទេមកទាំងកដាលយប់ទៅខ្ចីបុលគេយកមកឲ្យកូនមែនទេត្រូវតែឲ្យសុំដុល្លារឲ្យដុល្លារសុំលុយខ្មែរឲ្យលុយខ្មែរអស់ចាណាស់អ្នកណាអស់ចាដូចម្ដាយឪពុកអត់មានទេណានិយាយប៉ុណ្ណឹងចុះឲ្យកូនពិចារណាឥឡូវនេះយើងហួសពេលហើយណាយើងឃ្លាតចាកឆ្ងាយហើយអស់ទាំងពីរទៅទៀតណាគាត់ស្រឡាញ់គ្នាណាវ័យប្រហែលគ្នាទៅទៀតតាមមើលទៅញោមប្រុសបងជាងតិចឬកប៉ោនផងក៏មិនដឹងមើលមុខហ្នឹងហើយការឃ្លាតចាកឆ្ងាយនេះវេលាឱកាសគ្រានេះគឺឃ្លាតចាកឆ្ងាយជារៀងរហូតដែលយើងមិនអាចហៅវិលត្រឡប់ថយក្រោយមកវិញបានណាខុសគ្នានឹងការឃ្លាតម្ដាយទៅរស់នៅស្រុកឆ្ងាយ
ឃ្លាតឪពុកទៅរស់នៅស្រុកឆ្ងាយឃ្លាតកូនទៅរស់នៅស្រុកឆ្ងាយឃ្លាតបងឃ្លាតប្អូនទៅរស់នៅស្រុកឆ្ងាយយើងនឹករលឹកយើងអាចខលរកគ្នាបាន2-3ឆ្នាំយើងមកជួបគ្នាម្ដងបានមានចំណីត្រីសាច់យើងផ្ញើតាមឡានតាមម៉ូតូទៅឲ្យគាត់បានតែឱកាសនេះគឺឃ្លាតខុសពីយើងឃ្លាតទៅរស់នៅឆ្ងាយចង់និយាយឆ្លើយឆ្លងហៅលោកឪពុកអ្នកម្ដាយក៏មិនកើតមានរបស់ឆ្ងាញ់នឹកឃើញគាត់ក៏អត់កើតជូនគាត់អត់បានហើយអាត្មាសំណោះតែពេលដែលគាត់នៅរស់ពេលខ្លះតែបាយមកហូបត្រឹមតែ 5,000 ហើយយើងសម្ដីផ្អែមដាក់គាត់ណាមួយថ្ងៃចំណាយតែ 5,000 លុយខ្មែរទេយើងស្លោសឡក់ឬស្លោអីយកទៅជូនគាត់ឲ្យសម្ដីសម្ដៅផ្អែមល្ហែងពីរោះពិសាដាក់គាត់លើកដៃសាពះគាត់មិនដឹងគាត់សប្បាយចិត្តប៉ុណ្ណាប៉ុន្តែដល់តែគាត់ស្លាប់ហើយមួយថ្ងៃគេចំណាយអស់ 5,000 ទិញគ្រឿងសំណែនយកទៅសែនក្បាលជ្រូកផងទាខ្វៃផងផ្លែឈើចំដាច់កតុយភ្នែកមកឃើញសក់ថ្ងៃណាហើយតាំងគេប្រាប់ញាតិមិត្តណាគ្រាន់តែគ្រឿងសែនហ្នឹងអស់ $5,000 ហ្នឹងហើយស្រាបៀផងអីផងទិញរបស់របរហ្នឹងអស់ 5,000 យកមកអួតប្រាប់គ្នាទៀតហ្នឹងហើយម៉ែនេះតដឹងអីឪនេះតដឹងអីហើយម៉ែកាលនៅរស់ឪកាលនៅរស់សុំសិលរក្សាសិលល្អដល់ស្លាប់ទៅគេឲ្យខ្មោចដាច់សិលទៀតដាក់សាស្ត្រាបៀមកខាង 2-3 កេះអីនោះអណោចអធំណាហើយដាក់មន់វានៅមន់ដាក់ទានៅទាគាត់មិនតដឹងអីអត់ដឹងទេណាអត់ផលតែបើយើងសែនមានផលយើងសែនចេះមិនមែនលោកបដិសេធមកសែនទេណាកូនព្រោះបងសឹកសែនចេះអញ្ចឹងគ្រាន់តែអាត្មាថាបើសែនយើងសែនដុតធូបកុំហៅឲ្យគាត់មកហូបសែនតែត្រូវគឺដុតធូបរលឹកគុណគាត់មិនមែនដុតធូបហៅគាត់មកហូបទេតោះណាបងអោអ្នកម្ដាយលោកឪពុកប៉ាម៉ាក់ថ្ងៃនេះកូនប្រុសស្រីទាំងភាសាទាំងបង្កើតណាចៅតូចចៅធំមកជុំគ្នាក្នុងខែមន់សន្តរដូវចូលឆ្នាំចិនឬចូលឆ្នាំខ្មែរជុំបិណ្ឌកឋិនទានខែមន់សន្តរដូវនេះកូនចៅប្រុសស្រីទាំងអស់នឹកគុណប៉ានឹកគុណម៉ាក់រលឹកគុណប៉ារលឹកគុណម៉ាក់បានជើញចាក់ព្រឹទ្ធាចារ្យនិងព្រះភិក្ខុសង្ឃមកជាកសិណសាក្សីទទួលដឹងលើសុំម៉ាក់ប៉ាមកទទួលចំណែកបុណ្យនេះផងខែមន់សន្តរដូវកូននឹកគុណម៉ាក់កូននឹកគុណប៉ាដុតធូបនិយាយថាអញ្ចឹងយើងនឹកគុណគាត់រលឹកគុណគាត់មិនដុតធូបប៉ាអើយជួយមកពិសាមន់ខ្វាយទាខ្វាយអានឹងខុសកុំដុតធូបហៅឲ្យគាត់មកហូបគាត់ហូបបាត់បានទេបើមិនអញ្ចឹងមិនអ្នកខ្លះដាក់មន់ទៅដុតធូបហើយអាឡ័យទៅប្រោកគ្នាកលេចភ្នែកគាត់ឆ្កែពណ៌មួនមួយបាត់មកបន្ទោសក្មេងឆោតបែបហ្នឹងអញថាគ្មានអាណាយកអញឃើញឯងចោលចំហមន់អញយូរហើយមិនបន្ទោសម៉ែយើងផងវាអត់បានណាអត់ដឹងអត់លឺអញ្ចឹងយើងដុតធូបដើម្បីបូជាគុណគាត់រលឹកគុណគាត់ក្នុងខែមន់សន្តរដូវកូននឹកគុណប៉ាកូននឹកគុណម៉ាក់ណាបានសែនគ្រឿងបរិក្ខារទាំងនេះនិងនិមន្តព្រះភិក្ខុសង្ឃអញ្ជើញចាស់ព្រឹទ្ធាចារ្យមកទទួលមួយចំណែកផងដើម្បីឧទ្ទិសកុសលជូនដល់ប៉ាឧទ្ទិសកុសលជូនដល់ម៉ាក់នេះកំដុតធូបហៅឲ្យគាត់មកហូបហើយមេដាបៃតាដូចមិនចង់បានអាគេមួយថ្ងៃ 5,000 ហ្នឹងទេហីដូចមិនចង់បានតែមួយថ្ងៃអស់ $5,000 ហ្នឹងទេចង់បានតែ 5,000 លុយខ្មែរមែនទេយាយកូនខ្លះម៉ែឪសម្រានលើកទេលើក្រែរាល់ថ្ងៃនេះណាអ្នកខ្លះអត់ទិញពូកតម្លៃ $80-70 គ្រាន់តែប៉ុណ្្នឹងអត់ហ៊ានទិញឲ្យដល់តែស្លាប់ហើយគេត្រូវអាបញ្ឈូសណាមានពូកតម្លៃ 3-4,000 ឥឡូវយាយយកអាបញ្ឈូស 3,000 ឬក៏យកអាពូក $80 ណាយកអា 80 ហ៎ហ្នឹងហើយយកអា 80 ហើយអត់យកទេអា 3,000 នោះណាអញ្ចឹងយើងគាត់បីគិតកុំចាំដល់ថ្ងៃហ្នឹងបានយើងទៅអាល្អយើងគ្រាន់ច្រើនតែដៅខុសអញ្ចឹងច្រើនតែដៅខុសខ្មែរយើងហេអាថ្ងៃស្លាប់ទៅហើយបើយើងដាក់ឲ្យល្អក៏ប្រសើរដែរប៉ុន្តែពិសេសបំផុតនេះនៅរស់នៅដឹងដែរណាប្រសើរណាស់ពិសេសណាស់ដែលយើងត្រូវសម្អាតសម្អាងឲ្យល្អលើសពីពេលដែលគាត់ស្លាប់ទៅទៀតត្រូវយកចិត្តទុកដាក់ទំនុកបំរុងហើយមនុស្សចាស់នេះអញ្ចឹងកូនខ្លះគេធុញគេបាននៅជាមួយពីព្រោះកាន់តែចាស់កាន់តែចិត្តមនុស្សយើងមែនទេយាយកូនខ្លះគេថាប្របានៅជាមួយម៉ែឪណាចិត្តច្រើនណាស់អាយុឡើងចិត្តឡើងដល់8ដល់9ឯងស្លោរាវពេកគាត់ថាទឹកក៏ក្លោកអញស៊ីមិនកើតជៀនត្រីទៅក្រៀមគាត់ថាក្រៀមផ្អែសអញលេខ6ប្រៃឯងតែស៊ីមិនកើតសាបតែស៊ីមិនកើតប៉ុន្តែយើងត្រូវគិតថាពេលដែលយើងចាស់ទៅក៏ដូចគាត់អញ្ចឹងដែរហ្នឹងហើយចាស់ទៅក៏ដូចគាត់អញ្ចឹងហើយយើងពិចារណាមួយទៀតកាលដែលយើងនៅពីក្មេងចិត្តច្រើនជាងគាត់ផងមែនទេតិចងាម៉ាក់ចេះតិចងាប៉ាចង់ចង់បាននេះចង់បាននោះគ្រប់សពបែបយ៉ាងទាំងអស់គាត់វិលដើម្បីយើងចោះរឿងអីគ្រាន់តែជីវិតចុងក្រោយរបស់គាត់អាយុ70-80ហើយរស់យ៉ាងច្រើនបាន10-20ឆ្នាំទៀតហ្នឹងឯជាជីវិតចុងក្រោយរបស់គាត់ដែលយើងត្រូវទំនុកបំរុងថែរក្សាប៉ុន្តែឥឡូវយើងហួសពេលឥឡូវមកនិយាយរឿងសេរី3ប្រការចុះរឿងកតញ្ញូរឿងគុណអីប៉ុណ្្នឹងព្រោះមកសម្ដែងច្រើនខ្សែអត់ហើយរឿងកតញ្ញូនេះព្រោះបួស20ឆ្នាំមកនេះគ្រាន់តែទេកតញ្ញូមិនដឹងប្រមាណ100,000ក្រែទេអញ្ចឹងវាជន់ខ្សែអត់អញ្ចឹងលើកថ្ងៃនេះចង់និយាយសេរី3ប្រការព្រោះយើងគៀកចូលឆ្នាំហើយណាហើយស្គាល់ពនាមទេវតាហ្នឹងអាចារ្យប្រាប់ហើយហ្នឹងពនាមអីហ្នឹងហើយមន្តាទេវីហើយដឹងថាយើងសែនទេវតាសោយអីឆ្នាំនេះដឹងទេសពិទឹក10ស្រស់ហ្នឹងហើយរបៀបសែនទេវតាមើលមកប្រាប់ពីទំនៀមរបស់ខ្មែរយើងអ្នកកាន់ពុទ្ធសាសនាក្នុងសភៅមហាសង្ក្រាន្តគេដាក់បាយសី8ថ្នាក់ផង10ថ្នាក់ផងតាមអធិស្ឋាន
បើតែយើងអ្នកកាន់ពុទ្ធសាសនាមិនបាច់ទេបាយសីយើងដាក់តែទៀន5ធូប5ផ្កាភ្ញីណាផ្កាឈូក5ដើមដាក់ថោសងខាងមកហើយទឹកស2កែវមិនមែនស្រាសទេណាទឹកស2កែវមកទឹកដោះគោស្រស់2កែវមកណាផ្លែឈើមួយក្បាលអីទៅបានណាហើយយើងមុនទេវតាចុះនឹងយើងបកសម្អាតណាសេរីនឹងវានៅនឹងខ្លួនយើងមិនមែនសេរីនៅទេវតាឲ្យយើងទេណាសេរីវានៅនឹងខ្លួនយើងដែលអាត្មាធ្លាប់បញ្ជាក់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចឹងពុទ្ធសាសនាអ្នកចង់បានសុខអ្នកត្រូវដាំពូជសុខចង់កើតទុកដាំមកពូជទុកចង់ចម្រើនដាំពូជចម្រើនចង់វិនិច្ឆ័យដាំពូជវិនិច្ឆ័យនៅនឹងខ្លួនយើងទាំងអស់ណាចង់សុខសន្សំហេតុនាំឲ្យកើតសុខពុទ្ធសាសនានិយាយពីហេតុនិងផលអ្នកសន្សំហេតុដើម្បីផលចេញមកអញ្ចឹងអត់មាននរណាឲ្យសុខឲ្យចម្រើនយើងទេពេលមុនទេវតាចុះយើងបោសសម្អាតផ្ទះក្នុងឲ្យស្អាតផ្លឹងទៅកុំឲ្យមានសម្រាមមានក្លិនមានអីក្នុងឲ្យស្អាតផ្លឹងហ្នឹងហើយយើងរៀបរៀងទេវតាមកដាក់ដូចអាត្មាដាក់មិញអញ្ចឹងចាំហ៎បងស្រីចាំណាដាក់ផ្កាឈូក5តងសងខាងមកប្រសើរណាស់ពិសេសណាស់ផ្កាឈូកហ្នឹងដាក់5តងថោសងខាងមក5តងមក10តងមកហើយទៀន5ធូប5ផ្កាភ្ញីហ្នឹងហើយទឹកស2កែវទឹកដោះគោស្រស់2កែវផ្លែឈើមួយក្បាលអីទៅបានណារួចហើយប៉ុន្តែមកឃើញកូនក្មេងដែលគេសែននៅក្បែរវត្តលំអងវត្តកលេងមកឃើញគេសែនឆ្នាំទៅគេដាក់ផ្កាគេដាក់ដែរណាប៉ុន្តែគេអត់ដាក់ទឹកសដាក់អីទេគេដាក់ស្រាបៀរមកខាង5មកកំប៉ុងមកខាង5កំប៉ុងហើយគេដាក់មាន់ខ្វៃមកខាង1ហើយគេសែនគេដុតធូបគេនិយាយចាប់អុយនឹងដឹកខ្សឹបគ្នាឲ្យមួយទេវតាខ្លះដល់ពេលអាធូបនឹងអស់គេដកស្រាដល់មាន់ហ្នឹងយកមកខ្លែងគ្នាគេនៅឲ្យក្រមដែរវិញហើយគេដាក់ចេកជំនួសវិញហេអាត្មាចេះតែគិតទៅអោលោកអើយហើយសែនតែម៉ងបានភ្លៀងលែងដឹងខែដឹងអាដៅអស់ចេះគិតណាព្រោះធម្មតាតែមនុស្សយើងតែចូលតែជាតិហ្នឹងក៏វិញដែរអញ្ចឹងទេវតាអញ្ចឹងបានភ្លៀងលែងដឹងខែអស់អាខែភាសាគេធ្វើស្រែមិនភ្លៀងរវាងខែប្រាំងហ្នឹងហើយប៉ុន្តែមិនមែនរឿងចឹងទេមកពីយើងកាប់ព្រៃកាប់អីអស់ឲ្យលីងទៅបានវាភ្លៀងលែងទៀងតណាក្តៅក៏ក្តៅខុសចម្លែកតិចក៏តិចខុសរឿងណាមកពីបើអស់ព្រៃអស់អីទៅហើយណាតាមអធិស្ឋានអង្គុយអត់បានយកផ្លាស់ប្ដូរអាចផ្លាស់ប្ដូរហ្នឹងហើយផ្លាស់ប្ដូរគ្នាធម្មតាបានអត់អីទេកូនយើងឥឡូវអង្គុយណាបត់ជើងអីមិនសូវទេអត់សូវចេះទេណាត្បៀតជាពិសេសពេលការផងហ្នឹងអង្គុយអត់បានទេយ៉ាងច្រើនបាន5នាទីហ្នឹងបងរេតលិចរេតកើតអីអាត្មាទេសរៀងវែងតិចផងនិយាយរឿងសេរី3ប្រការនេះបើសិនចេះអង្គុយអត់អីទេបងអង្គុយដែលមិនចុកហ្នឹងគឺគេមានរបៀបក្នុងការអង្គុយបត់ជើងហ្នឹងណែអាជើងយើងនេះកុំដាក់កាន់ក្រោមពីអញ្ចឹងដាក់ឲ្យឃ្លាតដាច់ឲ្យមើលអាត្មាបង្រៀនណែឲ្យឃ្លាតដាច់ពីគ្នាអញ្ចឹងអត់ចេះចុកសោះអង្គុយ3ថ្ងៃក៏អត់អីដែរអាជើងយើងមួយនេះកុំដាក់កលពីក្រោមវាអត់ចុកទេណាប៉ុន្តែយើងដោយសារចេះហើយរឿងអីក៏បានយូរណាតែ5នាទីអីហ្នឹងរករឿងហ្នឹងហើយបង្រៀនដល់ថ្នាក់បត់ជើងទៅទៀតណាឲ្យចេះថ្ងៃក្រោយទៅនិយាយរឿងសេរី3ប្រការនេះសេរីហ្នឹងវានៅនឹងខ្លួនយើងណាហើយសែនទេវតាដឹងហើយមិនហ្នឹងហើយចាស់បុរាណលោកធ្វើដល់ប៉ុណ្ណេះទៀតពេលយើងរៀបរៀនទេវតាដាក់អីរួចចប់សពគ្រប់ហើយណាយើងបោកផ្ទះស្អាតបាតហើយនាំកូននាំចៅងូតទឹកផ្លាស់ដូរសម្លៀកបំពាក់ថ្មីស្អាតលឹងហើយមកអង្គុយបត់ជើងនៅមុខរៀនទេវតាហ្នឹងណាអង្គុយបត់ជើងទៅម្ដាយឪពុកហ្នឹងនៅខាងមុខទៅកូននៅខាងក្រោយហើយយើងគោរពបត់នមស្ការ3ចប់ពុទ្ធពធប្រសង្ឃអ៊ីមេអតិបិសោស្វាខាតោសុបរិបាណោហ្នឹងថ្វាយអង្គ3ចប់ទៅទេវតាចុះមកយើងទទួលពរណាទទួលត្រេកអរសាទរដែលយើងស្ដាប់ទៅម៉ោងប្រហែលហ្នឹងហើយសេរីវាមិនមែននៅអញ្ចឹងទេវានៅនឹងខ្លួនយើងសេរី3ប្រការនោះដែលគេថានេះសេរីទី1នៅនឹងមុខសេរីទី2នៅនឹងទ្រូងសេរីទី3នៅនឹងចុងជើងនៃត្រង់បានដល់នៅនឹងមុខហ្នឹងពេលដែលយើងភ្ញាក់ពីសម្រានឡើងធម្មតាយើងស្អប់ស្អាប់ណាដូចយើងទុកប្រមល់ប៉ិនបើបានលុបមុខទៅយើងដូចរៀងស្រឡះនឹងនៃត្រង់ណាសេរីនៅនឹងមុខគឺយើងភ្ញាក់ពីដំណេកមកគឺយើងបានលុបមុខមានសេរីសុស្ដីបើអត់លុបមុខទេដូចជាយើងអត់ស្រឡះខ្លះមែនទេណាបានលុបមុខទៅយើងស្រឡះណាហ្នឹងសេរីនៅនឹងមុខនៃត្រង់បើអត់ដល់នៃធៀបទេនៃត្រង់សេរីនៅនឹងទ្រូងនេះពេលដែលយើងក្តៅស្អប់ស្អាប់យើងយកទឹកដាក់កាម៉ាយកមកជូតនៅទ្រូងទៅវារៀងតិចស្រួលខ្លួនមែនទេបើមិនទាន់បានងូតទឹកឲ្យយើងស្អប់ស្អាប់ទៅយើងជូតទ្រូងយើងដោយទឹកហ្នឹងវាតិចស្រួលខ្លួនសេរីនៅនឹងជើងនេះនៃត្រង់ដូចគ្នាចាស់បុរាណលោកអត់ទាន់មានស្បែកជើងពាក់ទេលោកដើរដោយជើងទៅទេអញ្ចឹងប្រឡាក់ផុកខ្លះប្រឡាក់គ្រឿងសៅម៉ងផ្សេងមុននឹងឡើងសម្រានហ្នឹងគេឲ្យលាងជើងទៀតបានមានសេរីសួស្ដីនៃធៀបដែលលោកចង់អប់រំយើងសេរីនៅនឹងមុខគឺសំដៅដល់មាត់យើងនេះបើចង់មានសេរីសួស្ដីអាមាត់យើងហ្នឹងពោលតែពាក្យពិតសច្ចរិតយុត្តិធម៌ទៀងត្រង់ពោលតែពាក្យផ្អែមល្ហែមពីរកពិសាររកគ្នាពោលតែសម្ដីណាដែលមានប្រយោជន៍ណាកុំឲ្យមានមុសាវាទបិសនៈវាចាបរុសវាចាសម្ភៈបលាបៈឲ្យពោលតែពាក្យពិតសច្ចរិតយុត្តិធម៌ទៀងត្រង់ទៅរកគ្នានឹងមានសេរីនៅនឹងមុខហ្នឹងគឺត្រង់សម្ដីយើងហ្នឹងពោលពាក្យពិតតើណែញោមខាងក្រោយ
ណាសេរីនៅនឹងមុខគឺសម្ដីរបស់យើងពោលពាក្យប៉ិតទៀងត្រង់ហើយតើកាលណាពោលពាក្យមិនប៉ិតអក្សរជាបចោដៀលថ្មីហើយអត់មានសេរីសួស្ដីទេសេរីហ្នឹងវានៅត្រង់សម្ដីយើងនេះនិយាយតែពាក្យណាមានប្រយោជន៍មានកាយទុកធ្វើតែរឿងល្អមានវច័យទុកពោលតែពាក្យសឲ្យមានតិចល្អទុកស្ដាប់ទៅធម៌របស់លោកអ្នកប្រាជ្ញមានតិចល្អហ្នឹងទុកស្ដាប់តែរឿងល្អកុំចូលចិត្តស្ដាប់រឿងអត់ប្រយោជន៍ប៉ុន្តែមិនអញ្ចឹងទេខ្មែរយើងអាត្មាសម្គាល់ឃើញចេះបើអ្នកស្រែផងឧទាហរណ៍ថាពងហូបបាយអាប្តីប្រពន្ធគេផ្ទះក្បែរហ្នឹងឆ្លុកឃ្លៀបបោកចានបោកឆ្នាំងឯងនេះទុកចានបាយទៅឈរជាប់ចកេះមើលគេដែរមែនទេទៅស្ដាប់គេដែរហ្នឹងហើយសក់ចិត្តទុកចានបាយទៅស្ដាប់គេជេរគ្នាអញ្ចឹងចូលចិត្តស្ដាប់ណាស់ញោមមិនដឹងជាយ៉ាងម៉េចហើយលោកទេសដាក់មីក្រូនេះស្ដាប់អត់បានតន់ក៏មិនថាមិនតន់ក៏មិនថាអត់មានឲ្យសារដើមអីទៅហេចំណុចនេះស្ដាប់អត់តន់អីអត់សោះកាលណានិយាយពាក្យពោតផលបោកប្រាស់ញុះញង់វាអត់មានសេរីទេណាវាអាចឲ្យឆ្លុះតោះតែងខ្វែងកំណត់បែកបាក់សង្គមគ្រួសារហ្នឹងទោះបីជាថ្ងៃហ្នឹងថ្ងៃចូលឆ្នាំទី1មានសេរីក៏វាអត់សេរីដែរបើអាមាត់យើងនេះអត់និយាយពាក្យល្អសេរីនៅនឹងដើមទ្រូងនេះសំដៅដល់ទោសៈចិត្តសំដៅដល់ចិត្តយើងខាងក្នុងនោះមិនមែនសំដៅត្រឹមតែទឹកយកមកលាបទ្រូងនឹងតិចទេទឹកលាបទ្រូងនេះតិចបានត្រឹមតែកាយយើងខាងក្រៅនេះទេឧទាហរណ៍តកាយយើងពងក្តៅលោកអីពងបាក់យើងជោគខ្នងកាយយើងក្តៅអញ្ចឹងយើងដាក់ទឹកត្រជាក់បានយើងដាក់ដង្ហើមមកត្រជាក់បានឬក៏យើងដាក់ម៉ាស៊ីនត្រជាក់មកត្រជាក់បានតែបើក្តៅចេញពីខាងក្នុងហើយទោះបីជាដេកក្នុងទូទឹកកកក៏អត់ត្រជាក់ដែរមែនទេណារឹងមកអត់ត្រជាក់ទេរឹងម្ដងចង់បញ្ជាក់ថាកុំឲ្យអាចិត្តខាងក្នុងយើងនេះវាក្តៅកាហាយណែកុំឲ្យក្តៅកាហាយអាហ្នឹងសេចក្តីសុខនិងសេរីសួស្តីកើតមាននៅទ្រូងមួយទៀតមើលសួរញាតិញោមបន្តិចធ្លាប់ឃើញយក្សទេបងប្រុសខាងក្រោយណាធ្លាប់ឃើញយក្សទេហើយបងធ្លាប់ឃើញយក្សទេខាងមុខអត់ទេយក្សលខោនអត់ដែលឃើញទេហើយយក្សលខោននឹងមុខស្អាតហើយក៏អាក្រក់ណាអាក្រក់ហ្នឹងធម្មតាមុខយក្សអត់ស្អាតទេអាក្រក់ណាស់ក៏តែចើមគូចង់មកខាងពីចង្អាមនោះហើយបើចកោវិញគូដល់គុំកាជាណាចកោណារុនច្រមុះគូប្រហោងប៉ាន់កោដៃប៉ុន្តែយក្សលើឆាកនេះមានចកោមុខអាក្រក់ប៉ុណ្ណឹងក៏តែចេញមកយក្សគ្រាន់តែកំឡាក្មេងឲ្យវាយំទេប៉ុន្តែបើមនុស្សចាស់ខ្លះអាចសើចសប្បាយទៅវិញណាសើចសប្បាយក្មេងយំចាស់សើចប៉ុន្តែបើយក្សក្រោមឆាកនេះអត់ចកោមែនយក្សលើឆាកមានចកោប៉ុន្តែដូចមិនដែលខំពៀងទឹកឲ្យបាយទេមែនទេណាប៉ុន្តែយក្សអត់ចកោនេះតែខំតើងខ្ទេចពៀងទឹកតើងក៏ប៉ិតខ្ទេចចានស្រាក់តើងខ្ទេចទូទូហ្នឹងហើយអត់ចកោទេប៉ុន្តែខ្លាំងណាស់អញ្ចឹងបាទអាត្មាអាសាបញ្ជាក់ថាយក្សក្រៅខ្លួនមិនគួរឲ្យខ្លាចទេអ្វីដែលគួរឲ្យខ្លាចយក្សក្នុងខ្លួនណាយក្សក្នុងខ្លួនដែរបានយើងគួរឲ្យខ្លាចអញ្ចឹងយើងរៀនដេញយក្សក្នុងខ្លួនដែរយក្សក្នុងខ្លួនហ្នឹងណាកាលណាយើងអត់មានទោសអូម៉ាកាលណាយើងអត់មានទោសៈចិត្តអាហ្នឹងសេចក្តីសុខសេរីសួស្តីកើតនៅនឹងទ្រូងមួយទៀតវាអត់ក្តៅហើយមនុស្សកាលណាខឹងហើយក្តៅញ័រសពអស់ហើយរាងកាយមែនទេបងប្រុសណាធ្លាប់ខឹងដឹងណាបងមនុស្សតកាលណាខឹងគ្នាហើយដៃក៏ញ័រជើងក៏ញ័រហើយទ្រូងនេះផឹបភើតច្រមុះទឹកហ៊ីភ្នែកក្រហមមាត់វាចអស់ពីមាត់វាចបើយាយបើចៅបើតាវាយខ្ទេចខ្ទីអស់មែនទេហ្នឹងហើយណាហើយវាក្តៅតែខ្លួនយើងណាវារកសុខអត់ឃើញណាអញ្ចឹងបើចង់បានសេរីសួស្តីនៅនឹងទ្រូងកុំអាសាខឹងក្រោធណាទោសៈនេះវាមានកម្លាំងខ្លាំងក្រៃលែងបើទុកឲ្យវែងគ្មានអ្វីខ្លាំងដូចត្រូវកាត់ពីតិចត្រូវក្តិចពីតូចត្រូវអត់ឲ្យរួចពីតូចដែលខឹងអ្នកប្រាជ្ញបុរាណបានឲ្យដំណឹងអ្នកដែលមិនខឹងទើបបានខន្តីឲ្យគេឈ្នះចុះមិនខឹងមិនស្រីខន្តីបានយើងខន្តីជាស្ពានជាយានស័ក្តិបរោះអ្នកប្រាជ្ញទាំងអស់អាស្រ័យខន្តីគេទៅនិព្វានទៅដោយអីគឺដោយសារខន្តីនឹងជាស្ពានចិន្តាណាខន្តីអត់ធន់ប៉ុន្តែយើងមិនចឹងទេរាល់ថ្ងៃនេះច្រើនតែខឹងគោវាយកបីមែនទេជួនកាលបងប្រុសអីខឹងរឿងការងារឯណានោះមកបោកចានបោកឆ្នាំងខឹងប្រពន្ធខឹងកូននៅផ្ទះដែរទីហោវាច្រើនតែខឹងគោវាយកបីចឹងទៅរកសុកឯណាឃើញណាហើយបើមិនជឿចឹងចាំថាតាមលោកមួយម៉ាត់ពីរដឹងកុំសាពូជមិនដោះទៅបន្ទោសក្របជាងសាមិនជាប់ទៅបន្ទោសសំណស្រមោចរោមនំទៅបន្ទោសស្កដេកព្រៀងធ្លាប់កទៅបន្ទោសខ្នើយហើយធ្លាប់ធ្លាប់ទៀតដល់យាយហ្នឹងហើយចឹងអាមិនវិស័កខឹងគោវាយកបីបើចិត្តខឹងក្រោធថាទៀតបើចិត្តខឹងក្រោធនឹងបកលណាមិនត្រូវប្រហារជាបាតគេឡើយគឺត្រូវសម្លាប់ក្តីក្រោធនោះហើយសន្តានបានស្បើយលហើយដេកជាសុខអ្នកឈ្នះរមែងមានពីវេរាអ្នកចាញ់ក្រំគ្រារមែងរងទុកអ្នកអត់ក្រោតខឹងរមែងបានសុខចិត្តស្រួលស្រណុកព្រោះអត់សត្រូវអត់ខឹងបានសុខរីចម្រើនហើយអត់មានសត្រូវបៀតបៀនយើងទៀតណា
ប៉ាន់បើខឹងក្រោតជីបើចោលឌីលថ្មេះគេឯងគ្រប់គ្នាសត្រូវជុំវិញខ្លួនពេលខ្លះគេសອບគេគុំគេគួនទៅឡានបុកម៉ូតូកាន់មានតុកតរៈអីគេមានតែបនថែមហ្នឹងហើយដាក់បនថែមអញ្ចឹងកុំរស់អញ្ចឹងណារស់ឲ្យមានតម្លៃកុំស្លាប់ដោយពោះរស់ដោយជាងកែប៉ុណ្ណឹងចុះសម្បានបនបានសល់តាមបនិស័យជ្រះថ្លារៀងៗខ្លួនសូមអនុមោទនាបនជាយាមបើដូចថ្មនិយាយម្សិលមិញអញ្ចឹងនិយាយតានៅក្នុងមណ្ឌលវិបស្សនាមួយគាត់សម្រាននៅនឹងរៀននៅនឹងហូបបាយនៅនឹងរាប់ឆ្នាំហើយអ្នកខ្លះរៀនមិនចេះទៀតណាញោមហ្នឹងហើយនិយាយតាខ្លះដូចថាឧបនិស្ស័យរបស់គាត់ដូចថារៀនទៀតទៅនៅរហូតពេញមួយជីវិតរបស់គាត់នៅតែមិនងាយយល់មិនងាយចាប់បានក្នុងមួយមណ្ឌលមានតែ 4-5 នាក់អីទេដែលលោតអាចបង្រៀនតពីគ្រូបានបើរាប់រយនាក់ហ្នឹងណាហើយនៅនឹងរាប់ឆ្នាំសម្រាប់នឹងអីហ្នឹងហើយយើងមួយថ្ងៃបានតែ1ម៉ោងហ្នឹងអញ្ចឹងព្យាយាមតិចទៅហើយយើងតាមដើរលើកទី1លើកទី2ទី3ទៅកាន់តែយល់ទៅបាទតើព្យាយាមបាទនេះហ្នឹងហើយក្រមុនមកពេលណាណោះយើងសិក្សាបន្តមុនចូលអភិធម្មលោកគ្រូបានបាញ់មេរៀនបសោតទូទៅនៅក្នុងក្រុម Telegram ញោមឃើញទេហ្នឹងហើយម្សិលមិញយើងរៀនពីទាន5យ៉ាងដែលឲ្យឲ្យអត់បានផលអត់បានបុណ្យហ្នឹងហើយទាន5យ៉ាងដែលឲ្យឲ្យអត់បានបុណ្យវាមានអាទានធ្វើបានបុណ្យទានធ្វើមិនបានបុណ្យអញ្ចឹងណាយើងអ្នករៀនធម៌ដឹងអាណាឲ្យទានទៅបានបុណ្យអាណាឲ្យទៅមិនបានបុណ្យអញ្ចឹងឲ្យមិនបានបុណ្យគ្រាន់តែឲ្យដោយសេចក្តីសង្គ្រោះប៉ុណ្ណឹងទេតែបើថាឲ្យបានផលមកវិញអត់បានទេយើងឲ្យដោយសេចក្តីសង្គ្រោះដូចថាគ្នាមកសុំហើយក៏ឲ្យទៅប៉ុន្តែបើយើងអ្នកយល់ធម៌ដឹងថាហ្នឹងវាបង្កើនលោភៈបង្កើនកិលេសបង្កើនតណ្ហាបង្កើនអវិជ្ជាបង្កើនមានះបង្កើនទិដ្ឋិដូចឲ្យទឹកស្វឹងហ្នឹងសិតតែបង្កើនអាហ្នឹងហើយបើតែបាត់សតិទៅវាបង្កើនទិដ្ឋិបង្កើនមានះបង្កើនលោភៈបង្កើនទាំងអស់អញ្ចឹងយើងគួរវាដែរអាណាដែលធ្វើឲ្យមនុស្សវាបាត់បង់នៅសតិស្មារតីទាំងអស់នឹងនាំឲ្យទៅប្រព្រឹត្តរឿងអនាចារផ្សេងហ្នឹងយើងអ្នកយល់ធម៌គូវាដែរយាយសុំមកស៊ីមកយើងអ្នកទៅពីអាមេរិកគេឃើញទៅមកពីអាមេរិកសុំ$4-10ដាក់មកស៊ីពីស៊ីមកយាយឯងនេះចេះហូតឲ្យទៅហ្នឹងគិតថាបានប៉ុនអត់បានទេបងហ្នឹងណោះឥឡូវយើងសិលមិញយើងនិយាយពីទាន5យ៉ាងដែលឲ្យមិនបានផលចឹងថ្ងៃនេះយើងនិយាយអំពីទាន3យ៉ាងដែលឲ្យបានផលហើយផលហ្នឹងនាំឲ្យរូបសម្បត្តិហ្នឹងស្អាតញាតិញោមណាចង់រូបស្អាតរៀនអាទាន3យ៉ាងហ្នឹងឲ្យធ្វើវាទៅជាតិក្រោយមកកើតមកស្អាតបងហ្នឹងហើយដូចសពិលិកាហ្នឹងបើនិយាយថាយកទេអាយុខ្លីចេះនេះហ្នឹងស្អាតអាយុខ្លីចេះដូចកៅកល្យានឬអីចឹងទៅនារីរតគុន្ធីអីចឹងទៅស្អាតមនុស្សជំនាន់ហ្នឹងគាត់ស្អាតដោយចរិតលក្ខណៈថ្លៃថ្នូរការស្លៀកពាក់ហ្នឹងមានតាមពណ៌ទេវីមួយទេស្លៀករៀងពិបាកតិចនឹងតាមរបៀបរបស់គាត់និស័យរបស់គាត់ប៉ុន្តែអ្នកផ្សេងទៀតដូចកៅកល្យានដូចនារីរតគុន្ធីដូចសពិលិកាអីគាត់ស្លៀកមានរបៀបរបស់គាត់ទូចសនិចអីអញ្ចឹងឧទាហរណ៍ថាចង់ឲ្យស្អាតទាំងរូបសម្បត្តិទាំងចរិយាសម្បត្តិទាំងចិត្តសម្បត្តិទាំងវិជ្ជាសម្បត្តិនឹងឲ្យវាសពគ្រប់ទាំងអស់ហ្នឹងឲ្យបានគេត្រូវការជាស្ត្រីដែលមានលក្ខណៈថ្លៃថ្នូរនឹងជាស្ត្រីដែលប្រកបដោយបញ្ញពិតកល្យាណីណាស្ត្រីដែលមានលក្ខណៈលំអ5លំអរូបលំអស្បែកលំអសក់លំអវ័យដោយលោកយាយវិសាខាអី120ថ្មិញអត់មានបាក់ញោម120ហើយចំណន់ហ្នឹងអត់តមានពេទ្យថ្មិញដាក់ថ្មិញទេតែបាក់គឺបាក់តែមនុស្សសម័យនេះមើលអត់ដឹងទេបងនឹងជួនកាលអាយុ75-80អីសើចចេញពេញមាត់ប៉ុន្តែជួបថ្ងៃហ្នឹងពេញមាត់ស្អែកពេលព្រឹកសាភ្ញាក់ពីដេកទៅជួបគាត់ម្ដងទៀតហ្នឹងសើចចេញអស់លីងហើយសួរមិនចឹងថាដោះទុកលាងទឹកយប់ឡើងដោះលាងទឹកហ្នឹងអញ្ចឹងមើលអត់ដឹងទេពេលថ្ងៃមើលមិនដឹងទេបងណាតើអ្នកនៅជាមួយនោះមិនដឹងអញ្ចឹងបងហ្នឹងហើយអញ្ចឹងយើងឥឡូវយើងកែបានបើពីមុនអត់កែបានទេប៉ុន្តែអ្វីដែលអាត្មាចង់បញ្ជាក់មានន័យថាមិនបាច់កែអ្នកដែលគេធ្វើទៀនអស់ហ្នឹងធ្វើទៀនដែលយើងពងចិត្តចាប់ប្រើរៀននេះគឺអត់ចាំបាច់កែទេដូចលោកយាយវិសាខាអញ្ចឹងគាត់មកបញ្ញពិតកល្យាណីតែម្ដងសក់ក៏អត់សវាអស់ចាអញ្ចឹងញោម120សក់ក៏មិនសស្បែកក៏មិនជ្រួញនឹងថ្មិញក៏មិនបាក់មិនបានគេហៅថាបញ្ញពិតជាស្ត្រីដែលមានលក្ខណៈលំអ5ទៅអង្គុយក្នុងចំណោមកូនចៅរបស់គាត់ស្ដាប់ធម៌អញ្ចឹងគេរកអត់ដឹងថាមួយណាយាយវិសាខាទេព្រះលោកសំដែងព្រោះកូនស្រីរបស់គាត់20កូន20ហ្នឹងការឲ្យក្នុងកូនមួយបានកូន20សិតអាស្រីទាំងអស់ហើយអាកូន20ហ្នឹងពេលការឲ្យបានចៅ20អាចៅ20ហ្នឹងការឲ្យបានចៅទួត20ទាំងអស់រាប់ម៉ឺនអ្នកគុណទៅនឹងគាត់អាយុ100ជាងអញ្ចឹងពេលដែលអង្គុយចំណោមគ្នាអញ្ចឹងទាំងចៅទាំងចៅទួតទាំងកូនអញ្ចឹងអត់ដឹងមួយណាទេដល់គាត់ងើបឡើងទប់ដោយឈើច្រត់បណ្ដឹងថាអូហ្នឹងហើយលោកយាយវិសាខាប៉ិនរូបអស់ទាស់ហ្នឹងមើលច្រឡំកូនច្រឡំចៅនៅវាស្អាតអញ្ចឹងណាអ
chọn chẳng ấy nhóm chọn chẳng ấy nè hiện thọ bị thọ đầm bay lẹ hẳn đang nó chọn hẳn đấy nên dây lên tay dùng thọ mà đa tê dương chỉ bị say bật thuật chuẩn bởi dương bàn lọ cột giang tầng rùa bị sầm bát tầng chất là sầm bát lọ tầng rùa lọ tầng chất với đó tôi bị say mình chẳng đấy nhóm đấy chân dương bật na mình không đi bỏ bồi dưỡng nếu chỉ bị say bật thuật chuẩn lực lên tay rây chuẩn nó bị lẹ ở hái rừng mùi xìn phải tập 4 dương đau mà tận nặng chẳng tới dương chọn rồi lẹ phật tay mà đó còn mình ban đấy đôi dương riêng thoi chẳng chọn riêng mà quẹo che có với mình che đá đôi ta tham á dân họ ngay bằng hiện nó có bên che đá cứ pena môn màu bằng riêng mà ngay pi ngay chẳng mơ sập hâu tàu bỏ hay tập bằng hiện hái bạch tàu xua khỏi bên tì nên á trong tôi nghĩ là khỏi bánh tàu mơ sập hâu là mình tiền bỏ nên về chăng ạ mơ cả đà lần bên tiền nó mình chăm từng ở đây song khăn dương vô pe để dương vô tới dương là giả bót này cao đâu bao dương phải chăm ngay pe na bọc hết chất bọc hết chết sặc nam môi châu một nòng luôn dương đăng ấy dương ai apply cho chỉ vật bao dương ná để dương thầu lẹ với ná để dương thầu bầm màu với cho mặt đá tốc nòng chết ná để thầu lẹ với chết nhà ná để thầu bầm màu tốc cứ dương đăng riêng đầm bay chẳng đầm bay dương nghe nòng cà bọt bát hay nghe nòng cà đào tới ở việt tàu này dương ọt riêng còn dương đào tới ọt thử đây dương bọt bát của bên thử đây nên chẳng là lâu dương châu tại mà đó nó tiên bay giang để ao hái cứ dương nò mà rụp bài dương xả bỏ đừng nò mà rụp xả tạm vẫn mẹ miên tập bay nếu xong bay tạo ha chỉ tiên nó có chỗ tạo rụp xả ở cầm lăng đây còn mà đã sầm khăn tập bay thì mỗi cứ chay và rạn tiền dương đang ấy không tu tâu không bình đây cái đây không bờ sâu cái đây bỏ mình dần lại trao rừng chay và rạn đang trao này xong bay tại kia tha cái đây thom một bọt cái đây cứ miên sầm đáy trao mèn côn của miên sầm đáy đây bỏ chẳng để xong chay và tiền nên cứ hai bờ xong có sao sầm đáy trao chẳng tìm mũi cứ mẹ ná trong ban rụp sát để nút ban thuế chay và tiền dừng đằng hai chay và tiền đi mình phải cọt thật bong sầm rập thì khổ xong tê xong bay tại khao ao dây ta nè cầm sọt ọt lòng ba để dương mơ khơi tại quạt về tận đi dương tênh ao tênh sầm bột tênh khao chun quạt nó có mốc thá chỉ chay và tiền tài vấn đề dương tàu chạm mùi tiết thá ao tiên chỉ mùi nẹm miền sơ đằng ao tiên chỉ mùi nẹm mình miền sơ vì bà nó khó khăn đi phò lắm ẩm này để phò nó miền lẹ khả năng khó bắt là bà chẳng mà rụp sạt được nếu còn là phò nó cứ khó khăn đi vì mình khóc bị dương crop xoay chăn ti đôi kia kiểu do ta đã lượt đây miền chi chiết hay dương do ta đã lượt đây tuôn việc đọc về tranh phai đôi kia vấn đề đây tuôn nó tỏ không phần đã tất rồi tất đã chi thời chương do chặt tục đã hay do chặt tục đã men té nằm rốt ở ban được đây cái lọ thò mà chết thấu bao biết tết này ốc bò má ở nhiều vô thời dương thưa chỉ muốn nẹm miền sáu bạch phẩm rồi tất đã chi đây bộ ấy bộ đây nó về miền chi chiết dẹp ha rồi dương khả do quả pui tất đã cứ do tiền bao dương ấy giờ từ nhau chỉ muốn nẹm miền sáu đang tới việc đọc tranh chỉ Paul vì sai vì sao tại mặt đòn hay để dương ao tới nẹt sông tiến dương khơi còn ọt đấy dương ao đấy ban này ban bon đây cái này ban đấy to lấy bon nó về Paul mới bị ọt đôi dương thưa chỉ muốn nẹm miền sáu ta ban năng nghề ban mẹ miền đây tha dương thưa ban đây chỉ muốn lô cái đạp toàn đấy nhúng nẹt ná còn dương thưa ban đây chỉ và đặt tiền này chẳng nó mà dưỡng tới anh nào có thể chiết miếng rụp sầm bát xa miền rừng trơn phần mà bàn lược rừng tê về nè đội niềng của ma toàn tây đội niềng sợi ma đội ấy nó sắt tần nè áo ấy sầm pốt chỉ tiền miền rụp sầm bát xa bỏ này xa chẳng tìm muối cứ clay bên này chơi và đặt tiền cứ áo sầm pốt áo khao áo áo đập toàn đấy nhúng nè mình bên áo từ rụp xa đấy mà chọc tầm đòn không rụp nó bị miền po miền đây không đang bộ vắt tờ tô hơn từ vắt tờ tô nè na áo support chúng ta áo po vì mình áo từ rụp xa đó vì mơ ta po sầm bảo bao nhiêu nó có vừa lư nẹt lát trong tre rụp riêng mơ tới lẹt khả năng po ấy riêng ráo xa còn đấy đọt sấy gồm xa phần này ọt thì để xong chơi lại cứ bị áo mất cứ perfect tìm rồi việc cầm nọt ở dương đôi cùng nu dương cột già cứ bị xa tàu tầng po sầm bảo tầng lẹt khả năng tầng rụp riêng tập toàn đấy nhúng chẳng tp ai ghế nà mê tài chất nè nâng sầm khăn á dương đăng thọp lư lục tê mau tại đường ỏi bài ỏi sầm bột và để thiệt bất lẹ cả nặng bất để dương thưa tiền tới để nó mày rụp sạch nâng cư vì sao hốt cứ mê tài chất nâng hai mê tài chất ní vì chất ỏi dương bán tem sẽ ở đây sọc tiệt mình trâm tại bán rụp sạch bằng đằng này úp bà má thá vì chất ta co đôi khnia chay và rãi chỉ vì chất ta co muối mê tài chất chỉ tiền đấy chia vì chặt ta có mê ta là xong tàu sẵn đấy chia vì chặt ta có muối tại mê ta là xong tàu sẵn đấy mình men phát tại kem phát tại cùng nu để cu hay phát tại po phát tại rụp riêng ở trên chỉ rụp riêng xa còn đằng tì vì chặt ta có muối cứ phát tại po phát tại sầm bao đã thành trong đã tại rụp riêng ở xa mơ đừng này tới xa và nếu vì chặt ta có muối tiết cứ kết tiền côn lập hiệp để nom ở xa thấy tốt bàn du rọp rồi nằm
នឹងវាខុសគ្នាអញ្ចឹងឧបមាមកមេតាចិត្តនេះបានទាំងរូបស្អាតហើយមានទាំងសេចក្តីសុខផ្លូវកាយផ្លូវចិត្តទៀតអញ្ចឹងអ្នកណាឲ្យមេតាចិត្តជាទានឲ្យសេចក្តីសន្តោសជាទានអ្នកហ្នឹងទៅអនាគតជាតិរូបស្អាតហើយបានសេចក្តីសុខដោយមិនមានការបៀតបៀនពីអ្នកដទៃពីមនុស្សសត្វដទៃដល់តនេះញោមហើយយើងដឹងឲ្យមេតាចិត្តឲ្យសន្តោសៈគឺឲ្យក្តីស្រឡាញ់ឲ្យសេចក្តីសន្តោសឃើញគេធ្វើសេចក្តីអាក្រក់ដាក់យើងក៏ដោយក៏យើងនៅតែសន្តោសក៏យើងនៅតែផ្ដល់ស្នាមញញឹមក៏យើងនៅតែផ្ដល់ក្តីស្រឡាញ់ក៏យើងនៅតែផ្ដល់ការរាប់រក៏យើងនៅតែនិយាយរក៏យើងនៅតែអភ័យឲ្យធ្វើអាទានរបៀបនឹងបានញោមទៅអនាគតជារូបស្អាតណាហើយសេចក្តីសុខរមែងប្រកបអត់មានអ្នកណាបៀតបៀនយើងទេទៅអនាគតជាតិហ្នឹងហើយហោទានទី3អីគេហ្នឹងគឺអតោសៈមានន័យថាបើយើងមិនមានសេចក្តីខឹងក្រោធច្រើនមិនត្រឹមតែជាវិស័យនាំយើងឲ្យរួចពីនរកឯណាហ្នឹងហើយអ្នកខ្លះតែអត់ទោសៈទៅគឺបាត់ទ្វារនរកមិនត្រឹមប៉ុណ្ណឹងទេវានាំឲ្យយើងនឹងមានរូបសម្បត្តិស្អាតមួយផងដែរអាហ្នឹងអទោសៈណាអាណាអត់សង្កត់ចិត្តយើងកុំឲ្យខឹងក្រោធហ្នឹងហើយមិនបាច់ទៅនិយាយជាតិក្រោយអីញោមជាតិហ្នឹងតែណាអត់ខឹងអត់ក្រោធហ្នឹងអូនិយាយពីមុខមាត់តែញឹមអញែមិនបាច់លាបក្រែមក៏មើលទៅស្អាតដែរណាញោមណាស្អាតមើលយើងអត់តែញឹមមើលអ្នកធរហ្នឹងយើងគ្មានលាបក្រែមលាបម្សៅប៉ាញឹមមកស្រស់ស្អាតស្អាតណាញោមណាហ្នឹងហើយស្អាតតែញឹមមកមុខគួរជាទីស្រឡាញ់គួរជាទីរាប់រហើយបើថាទោសៈចូលក្នុងខ្លួនហើយញោមឯងទៅលាបទៅណាលាបអាម៉េចក៏វាមិនស្អាតដែរចើមទាញមកខាងវែងមកខាងខ្លីឥឡូវហើយណាចំមោះទាញខើចលើកចុះមកក្រោមអត់ស្អាតទេអញ្ចឹងមិនល្អតាំងពីឥឡូវហ្នឹងយើងពិចារណាមើលអញ្ចឹងមានន័យថាអ្នកណាលះកាត់សេចក្តីខឹងក្រោធពីក្នុងចិត្តបានអ្នកនោះឈ្មោះថាដាំពូជនៃការរូបបានរូបសម្បត្តិនឹងល្អបានសេចក្តីសុខហើយបាត់ទ្វារនរកនឹងមិនឲ្យយើងធ្លាក់ទៅកាន់នរករោគផ្សេងពូជផ្សេងបេតវិស័យពូជផ្សេងតិរិឆានពូជផ្សេងអញ្ចឹងអ្នកណាដែលស្រឡាញ់ទោសៈហ្នឹងមិនត្រឹមតែរូបអាក្រក់ទេណាដាច់ខ្យល់ទៅនរកហ្នឹងហើយអ្នកណាដែលស្រេកឃ្លានចង់បានរបស់គេនឹងដាច់ខ្យល់ដឹងតែទៅបេតវិស័យហ្នឹងទៅប្រែតហើយនឹងអូតូទៅអញ្ចឹងព្រះលោកសំដែងហើយអ្នកណាដែលវែងស្គាល់ម៉ែស្គាល់ឪមិនដឹងគុណមិនដឹងទោសមិនដឹងបងមិនដឹងគ្រូបាអាចារ្យមិនដឹងប្រសងមិនដឹងចាស់ព្រឹទ្ធាចារ្យមិនដឹងខុសមិនដឹងត្រូវអានឹងដឹងតតិរិឆានអូតូដូចគ្នាប្រភេទដែលអ្នកមិនដឹងហ្នឹងគឺគេឲ្យទៅកន្លែងមិនដឹងទៅអាប្រភេទពុកចង់បានហ្នឹងគេឲ្យទៅប្រភេទពុកស្រីឃ្លានហ្នឹងទៅអាប្រភេទពុកដែលធ្វើចិត្តក្តៅកាហាយព្រឹកល្ងាចវាយប្រពន្ធវាយកូនតតធាក់ជេរបិចោក្តៅកាហាយព្រឹកល្ងាចគេឲ្យទៅប្រភេទពុកក្តៅហ្នឹងទៅព្រោះពុកនរកហ្នឹងគឺខ្ទះដែករហូតហ្នឹងអាភ្លើងនរកហ្នឹងដុតកំឡោចរហូតញោមព្រះលោកឧបមាថាភ្លើងក្នុងនរកហ្នឹងឧបមាដូចជាខ្ទះតុងដែងមួយគឺកំពុងតែពុះអញ្ចឹងសូម្បីតែយើងដាក់ប្រភេទដែកដូចភ្លើងយើងធម្មតាដែកដុតអត់រលាយតែភ្លើងក្នុងនរកហ្នឹងយកតែប្រមូលកលៀនខ្ចប់យកមកតែប៉ិនកញ្ចក់ដៃអាចធ្វើឲ្យផែនដីយើងឆេះញោមបើហ៊ានយកមកដាក់លើផែនដីយើងព្រះលោកឧបមានឹងប្រមូលកលៀនខ្ចប់មកតែប៉ិនកញ្ចក់ដៃព្រះឲ្យយកត្រឡប់ទៅវិញតែហ៊ានតែប្រឡែងគឺផែនដីយើងឆេះអស់តែប៉ិនកញ្ចក់ដៃអញ្ចឹងមានន័យថាម៉េចមានន័យថាវាក្តៅហួសវិស័យអញ្ចឹងអ្នកណាដែលចូលចិត្តក្តៅកាហាយគេឲ្យតាកន្លែងក្តៅកាហាយហ្នឹងអញ្ចឹងយើងដឹងខ្លួនយើងអញ្ចឹងមិនត្រឹមតែរូបមិនស្អាតទេនាំយើងចតិបរិសន្ធិទៅនរកទៀតណាអញ្ចឹងសរុបមកអ្នកណាចង់រូបស្អាតហើយបានសេចក្តីសុខចង់តែរូបស្អាតឲ្យជ័យវរៈទានចង់រូបស្អាតហើយបានទាំងសេចក្តីសុខផ្លូវចិត្តឲ្យមេត្តាចិត្តជាទានឲ្យសេចក្តីសន្តោសជាទានឲ្យការមិនខឹងក្រោធជាទានហើយថែមទៀតទៅក៏បានឲ្យអាហារជាទានក៏នាំឲ្យរូបស្អាតដែរនឹងនាំឲ្យយើងមានកម្លាំងពលំល្អណាទៅអនាគតជាតិសាច់ស្បែកពណ៌សម្បោធម្មតាមនុស្សយើងកាលណាមិនមានអាហារសាច់ស្បែកអត់ស្អាតទេមិនអញ្ចឹងណាអញ្ចឹងបើគេដាច់អាហារយើងឲ្យអាហារទៅគេជាទានឲ្យសេចក្តីសុខគេផងឲ្យសាច់ស្បែកពណ៌សម្បោគេញ៉ាំងជីវិតន្ត្រីឲ្យគេប្រព្រឹត្តទៅបានផងអញ្ចឹងទៅអនាគតជាតិយើងអញ្ចឹងនឹងសុខសតិតាមេធាវីសុខខាងសោតិកចិត្តទេព្រះសម្ដែងទៅបើយើងឲ្យសេចក្តីសុខដល់គេសេចក្តីសុខនោះក៏រមែងប្រកាសមកដល់ខ្លួនយើងវិញនឹងអញ្ចឹងពុទ្ធសាសនានឹងសក្រិតអញ្ចឹងញោមអត់ពិបាកក្នុងការយល់ទេដូចអាត្មាធ្លាប់លើកឧទាហរណ៍តែយើងញញឹមដាក់គេញញឹមដាក់យើងសាពះគេសាពះយើងតាំងពីជាតិហ្នឹងហើយអញ្ចឹងយើងឲ្យស្អីទៅគេគឺផលហ្នឹងវានឹងប្រកបចំពោះខ្លួនយើងវិញហ្នឹងទោះបីជាបច្ចុប្បន្នហ្នឹងវាមិន return ភ្លាមប៉ុន្តែនៅអនាគតជាតិវានឹងវិលត្រឡប់មកកាន់យើងវិញហ្នឹងឥឡូវខ្លីប៉ុណ្ណឹងមានអីមិនយល់អាចសួរបានមកអត់បានលើករឿងទេណាព្រោះក្នុងរឿងរូបស្អាតហ្នឹងមានច្រើនណាតទេសនាអីចាំមកលើកឲ្យស្រាប់ពង្រៀនអញ្ចឹងក៏លោកអង្គុយមិនបានយូរមកលើករឿងមួយហ្នឹងហ្មងហ្នឹងរាប់ម៉ោងចប់អញ្ចឹងក៏លើកទីហោប៉ុណ្ណឹងអាចស្រាប់យល់បានទេបានមានអីឆ្ងល់អាចសួរបើអត់សួរចូលមេរៀនអត់ឆ្ងល់ចូលមេរៀនតោះចូលអភិធម្មយើងម្សិលមិញយើងសិក្សាចប់អីម្សិលមិញអកុសលចេតសិក14ដួងមិនអញ្ចឹងទេញោមអកុសលចិត្ត14ដួងហ្នឹងចែកចេញជាប្រមាណក្រុមចែកចេញជា2ហ្មង
chạy chạy như màn chạy chạy như pram crom ti muối chmua ấy mô hạ chạ tổ cạ chết chết tật sắc miền màn đuống miền phẻ mà ná miền buồn crom ti pi chmua ấy lô tệ cạ chết chết tật sắc miền màn đuống miền bảy đuông crom ti bấy tố chạ tổ cạ chết chết tật sắc miền màn đuống buồn crom ti buồn thấy tụ cạ chết chết tật sắc miền màn pi đuông crom ti pram còi kế vị trệ cây chá chê tật sắc miền mán mùi đuông sọc tông man sọc tông phay pram này mất bốc lấy cho xuống với này sọc tông đọc buồn này chẳng ôi xuống trăm dương mơ ten nó làm lăng dương mơ mơ về ai mơ về xuống trăm món dương sâu đó mơ là biết đôi sâu dương tính á địch mà sâu đòi tì hòm sợi mình tha cậu sao lại chế tật sắc miền đọc buồn đuông chạy tranh chia pram crom ti mùi hào tha mô hạ chạ tàu cát miền buồn đuông crom ti pi hào tha lô tê cát miền bảy đuông crom ti bay hào tha tàu chạ tàu cát miền buồn đuông crom ti buồn hào tha thay tàu cát miền pì đuông crom ti pram hào tha vi trệ cây cha miền mùi đuông sa rọc cậu sao lại chế tật sắc miền đọc buồn đuông hãy bàn crom ti mùi cứ mô hạ chạ tàu cát miền buồn đuông nô cư ấy kla mô hạ hệ rịch cát nào tập bạ ốt thái chạ này ngày chẳng máu họ crom ti pi cứ lô tây cạn miền bảy đuông nụ cư ti muôi lô phe ti pi tật thệ ti bay mía nè nâng crom ti bay cứ tôi chạ tội cả chế tật sắc miền buồn đuông ti muôi tô xạ ti pi isa ti bay mạch chạ để dạ ti buồn cậu cõi chạ ai lời chạy chạ đây ấy cái nè cậu cõi chạ bỏ crom ti buồn cứ thay tụ cả chế tật sắc miền bị đuông cứ ti muôi thay nè ti pi mật tẹt crom ti pram cứ vị trệ cây cha chế tật sắc miên mùi đuông cứ vị trệ cây cha này chẳng dương hiện tình sâu về chẳng tóc của rụt mọt nó lâu dương châu sắc xa tại mà đó chẳng mà sao bánh dương đằng hái dương sắc xa không còn thống cứ ác của sao lại chế tật sắc đọc buồn hai bởi cái số thầy chạy trên chỉ bộ má thầy chạy trên chỉ pram crom chẳng crom ti muối cái hào thá mô hạ chạ tờ cạ chê tờ sắc nè mô hạ chạ tờ cạ chê tờ sắc bên buồn đuông hai ấy ban cái hào thầm mô hạ chạ tờ cạ chê tờ sắc cứ chỉ chê tờ sắc đại miền mô hạ chi pro thiên nè khởi nhớ cái hào mô hạ chạ tờ cạ nó cứ buồn này nè mô hạ khẳng đào nó cứ mô hạ nó vì chi pro thiên kê không crom nè nè thò mà đá dương chay chỉ crom mấy mỗi dương miền pro thiên crom mình vậy chẳng crom ti muối nó cứ miền mô hạ nó vì chi pro thiên kê khởi nhớ về đâu khẳng đạo kì hỡi nhôm trăm tiết mà lập thay khỏi lần vành tích một nâng bát tó mô hạ chạ tờ cạ buồn đuông nó nhôm trăm thá chê tờ sắc buồn đuông mô hạ chạ tờ cạ crom mô hạ chạ tờ cạ nó cứ trôi cướp ác của sao lại chất tầng vì trôi khục chất tầng khục ác của sao lại chất tầng cứ ác của sao lại chất muối ná còn miền việt đây ao tập hợp hết ác của sao lại chất này ác của sao lại chê tờ sắc ác của sao lại chất gì dương hiện hay miền đập pi nữa này vì trôi cướp tầng ao tập hợp hết bộ ác của sao cứ buồn đuông nó trôi cướp tầng vì trôi cướpประเภทอักษรเจ็ดคือเมียนวีเอาแต่เมียนประเภทอักษรคือเมียนวีแล้วตีหอแต่ปันได้บานตีหออย่างนี้โยธาเจ็ดจองบานบอกกีขนมจองบานบอกกีปั่นนั่งอ่ะจะมือบัวนั่งขบอ่อนจองบานchỉมันโลแพะเจตสักให้จองบานเตียงแต่มันตั้งทับบอกกีบอกไอ้น่ะนั่งจีใส่มือเตี้ยมันโมหะเจตสักบ่หนึ่งห่อจะมือกรุบบุญดวงอ่อนเมียนโมหะให้ไอ้เก๋น่ะเหตุกะจองบานมันดังบอกกีมึงดังเvậy vì mình khăm luôn ấy mình khăm bà phỏng người nhất vì miền tị bay thiệt á họ nào tập bạn đăng thầy doบอกกีviệc bà hơi việc khó hơi bắt là mình khai bà mình slot chỉ mùi sẽ cái cọ người nhất họ coi cái gì vậy ốt thầy chặt thưa ở chặt nó riêng mi cất trong bànบอกกีnó này riêng mi trong bànบอกกีnó này nó ốt thầy chặt tàu người nhất khơi khởi là trong bàn mùi nó cướp tặng buôn đang tại mà đỏ sau mà nhôm trăm mà má thà ao tay bọc hết ác của sao lại chết cứ miền buồn nè đang trâu tàu mòn bàn cài ác của sao cài còn đấy nhúng nè ao tay bọc hết bộ ác của sao lại chết ao thì chết ác của sao cài pe ná nè ác của sao lại chếtแต่sắc buồn đuông nó cứ bị trâu tàu crop sừng cọt thưa ao dương tầng ọc thế nó bộ prất gì cái này cọ từ bán phù hạ buồn nè nè miền crop tầng ọc ao tay bọc hết chết dương cật cọ thưa cọ trong thưa cọ cật cọ pe ná cứ miền buồn đang trâu tàuแต่mà đỏ cụcประเภทอักษรเจ็ดจำกันเลยนั่งจีจำนวนมุ้ยยืงเต่าจองจำเมียนเวียมวยนาเตคือเอาแต่เปนายืงดังแต่เปนายืงประพฤติสิ่งใดกรอกคลุนเยอะคือผมอาบูนนั่งขบต่างออกวิโจเต่าต่างออกมองบานยืงทัวสิ่งใดกรอกเกิดนั่งทัวให้แหลกมองทัวเด็ดดัดมองอ่อนเป็นสองไซส์นั่งไงแต่สาบูนเนี่ยวิโจตะกรุบจนวนบอกวีไอ้ขบใดขบจืงไงยังปะตอเมเรียนปะตอปิโมหักจากตะกะกรมตีมวยม้อกรมตีปีไอ้เก๋โลเตะกะเจ็ด
ចេតសិកមានម៉ានមាន3ដួងលោតេកៈចេតសិកក៏អត់ខុសគ្នាដែរដែលហៅថាលោតេកៈចេតសិកគឺក្រុមចេតសិកដែលមានលោភៈជាប្រមុខជាប្រធានចឹងអាលោភៈហ្នឹងវាជាមេគេនៅក្នុងក្រុមលោតេកៈចេតសិក3ហ្នឹងអង្គ3ដួងហ្នឹងគឺអាលោភៈហ្នឹងវាជាប្រធានគេដែរអាក្រុមមោហៈចតកៈអាហ្នឹងមោហៈជាប្រធានដល់អាក្រុមលោតេកៈលោភៈជាប្រធានដូចមិនបាក់យល់ទេហ្នឹងហើយចឹងអាក្រុមទី3នេះគឺមានលោភៈជាប្រធានបានគេហៅថាលោតេកៈហើយតេកៈហ្នឹងគឺតេហ្នឹងឯង3លោហ្នឹងគឺលោភៈហ្នឹងហើយណាតេកៈហ្នឹងគឺ3អញ្ចឹងលោតេកៈចេតសិក3ដួងហ្នឹងគឺមានលោភៈជាប្រធានទី1គឺលោភៈនឹងឯងញោមត្រូវចាំតួនាទីរបស់លោភៈចេតសិកព្រោះយើងវគ្គទី1នេះយើងរៀនអំពីតួនាទីរបស់វាមួយវាចូលទៅក្នុងចិត្តនឹងខ្លួនយើងនឹងវាធ្វើឲ្យខ្លួនយើងហើយចិត្តយើងនឹងអារម្មណ៍យើងនឹងទៅកើតស្អីអញ្ចឹងពេលណាលោភៈចេតសិកចូលផ្លុកវាទាញចិត្តនឹងអារម្មណ៍របស់យើងទាំងចិត្តទាំងអារម្មណ៍ទាំងសតិទាញទៅឲ្យនាំឲ្យកាយនឹងប្រព្រឹត្តទៅតាមទាំងអស់ព្រោះកាយយើងចេញរូបភាពខាងក្រៅបង្ហាញមកតែចង់បានស្អីចង់ធ្វើស្អីហ្នឹងគឺដោយសារអាចលោភៈចេតសិកហ្នឹងវាចូលទៅនឹងចូលទៅភ្លាមឧមាធម្មតាចេះមកទីហោថាខ្លួនយើងដូចតួឡានមួយហើយចិត្តនិងអារម្មណ៍ដូចជាម៉ាស៊ីនដល់ពេលអាលោភៈចេតសិកនេះបីដូចកូនសោបើអត់តាន់ចាក់កូនសោកាច់ទេអ្វីគ្រប់យ៉ាងវានៅធម្មតាហ្នឹងដល់ពេលកាច់ទៅវាមានដំណើរការទាំងអស់មកតួឡានហ្នឹងមិនអញ្ចឹងទេញោមហ្នឹងហើយអញ្ចឹងអាលោភៈចេតសិកដូចគ្នាអញ្ចឹងឧទាហរណ៍ថាអញ្ចឹងហើយដល់ពេលចូលទៅនាំឲ្យគេមានដំណើរការទាំងអស់ប៉ុន្តែដំណើរការហ្នឹងមិនមែនដំណើរការល្អទេយើងរៀនក្នុងទីនេះជាប្រភេទក្រុមអីក្រុមអកុសលចេតសិកអញ្ចឹងកុំនិយាយរឿងល្អក្នុងទីនេះតើវាចូលទៅអត់មានល្អទេចាំមក14នាក់នេះចូលទៅអត់ឲ្យយើងល្អហ្មងអត់ឲ្យយើងធ្វើល្អកើតហ្មងគ្រាន់តែថាតួនាទីវាផ្សេងគ្នាអញ្ចឹងពេលលោភៈចេតសិកចូលផ្លុកអារម្មណ៍របស់យើងគឺជាប់ស្អិតដិតដាមរឿងចង់បានហ្នឹងហ្មងហើយញោមត្រូវដឹងលក្ខណៈរបស់លោភៈចេតសិកមិនមែនត្រឹមតែចង់បានទេយើងរៀនចិត្តប្រភេទចិត្តយើងរៀនហើយ121ដួងហ្នឹងកាលណាលោភៈចិត្តយើងដឹងត្រឹមតែចង់បានទេប៉ុន្តែលក្ខណៈពិសេសរបស់វាគឺធ្វើឲ្យចង់បានឲ្យដិតជាប់ក្នុងអារម្មណ៍ហ្មងហ្នឹងដិតជាប់ហ្មងលោភៈចេតសិកធ្វើឲ្យគេដិតជាប់ក្នុងអារម្មណ៍ហ្មងអាចង់បានឲ្យដិតជាប់ក្នុងអារម្មណ៍ឧទាហរណ៍ចេះយើងស្នេហាបុរសណាម្នាក់ឬក៏បុរសស្នេហាស្ត្រីណាម្នាក់ឬក៏យើងចង់បានទូរស័ព្ទថ្មីមួយប្រភេទមួយគ្រឿងឬក៏ឡានថ្មីមួយគ្រឿងវាអត់ទាន់បាននៅតែធ្វើឲ្យយើងចង់បានណាអារម្មណ៍នឹងដិតដាមស្រឡាញ់ឡាននឹងនៅតែដិតដាមចង់បានទិញក្នុងចិត្តហ្មងណាដេកក៏ដិតដាមសម័យដដែលដិតដាមនៅក្នុងអារម្មណ៍ហ្នឹងអាប្រភេទហ្នឹងហើយគេហៅថាលោភៈចេតសិកចូលក្នុងខ្លួនយើងហើយយើងចាំអញ្ចឹងឲ្យតែធ្វើអារម្មណ៍របស់យើងឲ្យចង់បានដិតជាប់នៅក្នុងអារម្មណ៍ចង់បានស្អីហើយនៅចង់បានអាធ្វើធ្លាប់ឯងខ្ញុំធ្លាប់មានអារម្មណ៍ទិញក្នុងចិត្តចង់បានស្អីហើយនៅរនឹកចង់បានអាហ្នឹងឯងអាពេលហ្នឹងយើងចាំថាលោភៈចេតសិកហ្នឹងវាធ្វើឲ្យយើងដិតជាប់ក្នុងអារម្មណ៍ហ្មងមិនត្រឹមតែចង់បានទេលក្ខណៈពិសេសរបស់វាធ្វើឲ្យចិត្តយើងហ្នឹងគឺដិតក្នុងអារម្មណ៍ហ្មងចង់បាននឹងតែម្ដងបើស្រឡាញ់អ្នកណាឲ្យដិតទន្ទិញក្នុងចិត្តហ្នឹងហ្មងណាគឺចង់បានតែម្ដងដិតជាប់ក្នុងអារម្មណ៍ហ្នឹងតែម្ដងច្បាស់ដដែលទន្ទិញឲ្យដូចទន្ទិញឲ្យយើងដូចនាំចិត្តនឹងអារម្មណ៍ទន្ទិញដែលដិតជាប់ក្នុងអារម្មណ៍ស្អីមួយបងនឹងលក្ខណៈពិសេសរបស់លោភៈដែលយើងត្រូវចាំពីលក្ខណៈរបស់វាប៉ុន្តែបើគេនិយាយពីតួនាទីមិនមកនិយាយពីលក្ខណៈពិសេសរបស់វាបើនិយាយពីតួនាទីរបស់វាគឺវាចូលទៅធ្វើឲ្យយើងគ្រប់គ្នាហ្នឹងគឺចង់បានមកតាហ្នឹងវាចូលផ្លុកធ្វើយើងចង់បានស្អីក៏ដោយវានាំយើងទៅចង់បាននេះចង់បាននោះអាចង់បានត្រូវក៏ដោយមិនត្រូវក៏ដោយប៉ាន់ក្នុងទីនេះអត់មានរឿងចង់បានត្រូវទេហ្នឹងហើយចាំព្រោះយើងរៀនប្រភេទអកុសលចេតសិកអញ្ចឹងអកុសលចេតសិកមួយក្រុមហ្នឹងគឺគ្មានរឿងល្អអត់មានចង់បានល្អបើថាចង់បានស្រឡាញ់គេគឺចង់បានដីពុនគេហ្មងហើយបើថាចង់បានរបស់គឺលួចគេហ្មងហ្នឹងអាហ្នឹងចឹងវានាំទៅលួចគេហ្មងយើងដឹងអារឿងមិនល្អព្រោះយើងរៀនរឿងមិនល្អអញ្ចឹងកាលណាលោភៈចេតសិកចូលទៅវាធ្វើឲ្យចិត្តយើងអារម្មណ៍យើងចង់បានហើយបើមិនទាន់បានទេវាធ្វើឲ្យយើងដាក់ក្នុងអារម្មណ៍នឹងដដែលដាក់តនេះញោមនឹងលក្ខណៈពិសេសរបស់វាមិនបាច់វែងទេប៉ុណ្ណឹងយល់បានទេបើយល់ទៅមុខទៀតប៉ុហើយបើអត់យល់សួរញោមយល់ទេល្វើយធ្វើការផងអីផងឲ្យមកអង្គុយរៀនទៀតនេះអាត្មាទៅសើសួរញោមផងមិនថាហើយចឹងញោមនៅធ្វើការអញ្ចឹងអត់ដឹងទៅនៅធ្វើការបងហើយចុះសៅអាទិត្យចឹងធ្វើដែរអត់ទេណែធ្វើច័ន្ទដល់សុក្រអូខេណ៎ឥឡូវចឹងទី1គឺអីគេមិនផ្លេចបាត់ទេណាលោភៈចឹងលោតេកៈចេតសិក3ដួងហ្នឹងគឺមានលោភៈហ្នឹងវាជាប្រមុខអញ្ចឹងយើងដឹងតួនាទីរបស់វាហើយយើងដឹងខ្លួនយើងតែម្ដងពេលណាអារម្មណ៍យើងអាម៉េចពេលណាអារម្មណ៍យើងចង់បានស្អីមួយហើយដិតជាប់ក្នុងអារម្មណ៍ហ្នឹង
យើងដឹងថាលោភៈចេតសិកចូលហើយវើយចឹងរកវិធីឃុំក្រងវារកវិធីក្នុងការលាក់បងវាព្រោះតាកាលណាវាចូលវានាំអញទៅកន្លែអាក្រក់ហើយតែនាំអញទៅកន្លែអាក្រក់អញធ្វើរឿងអាក្រក់ហើយតែអញធ្វើរឿងអាក្រក់អញអត់រួចខ្លួនទេអបាយភូមិរងចាំស្រេចតាមតនេះញោមសតិយើងដាស់ខ្លួនយើងចឹងមកដល់ដាស់ចឹងទៅអាហ្នឹងហើយជាវិធីលាក់វាចោលវិញបន្សាបវាឡើងវិញតាមតនេះញោមតែសតិរលឹកឃើញដល់រឿងអស់ហ្នឹងគឺយើងបន្សាបវាដើម្បីកុំឲ្យវាមានកម្លាំងនាំយើងទៅធ្វើរឿងអាក្រក់ចាំចឹងយើងអ្នករៀនធម៌ apply ចូលក្នុងជីវិតយើងចឹងតែម្ដងនឹងបានជាមេរៀនសម្រាប់ជីវិតយើងចឹងទី2អីគេទិដ្ឋិក្នុងទីនេះគឺយើងសំដៅដល់ទិដ្ឋិអីដែរទិដ្ឋិល្អឬទិដ្ឋិអាក្រក់ទិដ្ឋិយល់ឃើញខុសមិនយល់ឃើញត្រូវទេព្រោះអីយើងរៀនក្នុងប្រភេទអកុសលហើយតែប្រភេទអកុសលហើយគឺអត់ដែរត្រូវមកហ្នឹងអញ្ចឹងអកុសលចេតសិកវានៅក្នុងកងអកុសលចេតសិកអញ្ចឹងទិដ្ឋិក្នុងទីនេះមិនមែនសមាទិដ្ឋិទេគឺប្រភេទមិច្ឆាទិដ្ឋិប្រភេទសស្សតទិដ្ឋិប្រភេទឧច្ឆេតទិដ្ឋិទិដ្ឋិនៅក្នុងបសោតលោកសំដែងមានដល់62បងហ្នឹងមានដល់62ប៉ុន្តែយើងយល់ថាទិដ្ឋិក្នុងទីនេះគឺមិនមែនទិដ្ឋិល្អទេមិនមែនការយល់ឃើញត្រូវទេគឺយល់ឃើញខុសយល់ឃើញខុសយើងរាប់មិនអស់ទេហ្នឹងយល់ឃើញតែស្លាប់ទៅកើតទៀតអាហ្នឹងក៏ខុសដែរញោមយល់ប្រកបតែ 100% អញតែស្លាប់ទៅឥឡូវអញផ្កាយ3ដែកចោលទៅមកវិញកាយ3ទៀតអញសិទ្ធិដែកចោលទៅមកវិញសិទ្ធិទៀតអាហ្នឹងស្អីយល់ខុសឬក៏អាស្លាប់ទៅសូន្យអត់កើតទៀតអាយល់តែកើតទៀតក៏ខុសអាយល់ថាអត់កើតទៀតក៏ខុសហ្នឹងណាព្រះលោកសំដែងសស្សតទិដ្ឋិចេតទិដ្ឋិហ្នឹងអាប្រកប 100% តែអញប្រកបតែនឹងកើតមកមនុស្សទៀតក៏អាហ្នឹងក៏ខុសដែរអញសិទ្ធិដែកចោលមកវិញសិទ្ធិទៀតក៏ខុសអញប្រុសដែកចោលមកវិញប្រុសទៀតក៏ខុសឬក៏ស្លាប់ទៅអត់កើតទៀតក៏ខុសនឹងអាមិនជឿបន់សោះក៏ខុសអាជឿងប់ដោយមិនមានបញ្ញាយល់ឃើញត្រូវក៏នាំឲ្យយើងវិនិច្ឆ័យដែរហ្នឹងហើយអន្តរាយដែរអញ្ចឹងការយល់ឃើញខុសនឹងមានរឿងច្រើនយល់ថាម៉ែមានមិនមានគុណក៏ខុសយល់តែគ្រូមិនមានគុណក៏ខុសប្រភេទខុសយើងនឹកឃើញឲ្យតែពេលណាអារម្មណ៍យើងពេលណាទាញអារម្មណ៍យើងទៅនឹកឃើញផ្ទុយអំពីការពិតនិយាយចេះធម្មតាម៉ែឲ្យឪមានគុណមិនចឹងហើយដល់ពេលអារម្មណ៍យើងទៅនឹកថាគាត់អត់មានគុណញោមមនុស្សយើងមិនមែនចេះតែអង្គុយនឹកថាម៉ែមានគុណរហូតឪមានគុណរហូតទេណាពេលខ្លះធ្លាប់នឹកថាម៉ែអញអត់គុណទេនិយាយដោយសេចក្តីស្មោះត្រង់ណានឹងអាពេលធ្លាប់ហ្នឹងគឺអាហ្នឹងហើយគេហៅថាទិដ្ឋិចេតសិកគឺប្រភេទអកុសលចេតសិកហ្នឹងនៅក្នុងក្រុមអកុសលចេតសិកគឺជាទិដ្ឋិខុសឲ្យតែពេលណាអារម្មណ៍នឹកឃើញខុសពីការពិតវានាំអារម្មណ៍ទៅនឹកឃើញរឿងខុសពីការពិតហ្មងទៅយល់ឃើញខុសយើងយល់មួយទៀតដែលសច្ចធម៌ថាសក់ប្រកាសថាដល់ពេលវេលារបស់វានឹងស្កូវប៉ុន្តែអតិថិខុសអាទិដ្ឋិចេតសិកអាក្រក់នេះវាចូលទៅសក់អញមានស្កូវណាអញលាបថ្នាំទៅនៅតែខ្មៅឃើញទេអាហ្នឹងដែលយល់ឃើញខុសស្បែកប្រកាសថានឹងជ្រួញតែមិនទទួលយល់ថាប្រកាសថានឹងជ្រួញទេខំរកវិធីបាត់បង់ធ្វើម៉េចកុំឲ្យស្បែកវាជ្រួញអាហ្នឹងគេហៅថាប្រភេទទិដ្ឋិដែលយល់ឃើញខុសពីការពិតអ្វីដែលប្រាសចាកនាំអារម្មណ៍ចិត្តនិងអារម្មណ៍ប្រាសចាកពីការពិតយល់ឃើញខុសពីការពិតអាហ្នឹងគេហៅថាប្រភេទអកុសលចេតសិក14ដែលមានទិដ្ឋិនៅក្នុងនឹងមួយគឺប្រភេទទិដ្ឋិដែលយល់ឃើញខុសទិដ្ឋិដែលយល់ឃើញខុសហ្នឹងមានរឿងច្រើននៃការដែលយើងទាំងអស់គ្នាមនុស្សឧទាហរណ៍ថាក្រុមមនុស្សដែលអត់ដែលចូលវត្តដែលមិនចង់ចូលវត្តមកពីអីអាហ្នឹងប្រភេទហ្នឹងហើយអាហ្នឹងហើយគេហៅថាប្រភេទទិដ្ឋិហ្នឹងហើយយើងដឹងហ្មងដឹងអាមនុស្សណាមិនដែលស្គាល់វត្តមិនដែលស្គាល់ថ្វាយអង្គមម៉ែឪមិនដែលគោរពម៉ែឪមិនដែលផ្ដល់តម្លៃម៉ែឪមិនដែលផ្ដល់តម្លៃគ្រូបាអាចារ្យមិនដែលចេះគោរពតកោរៀមច្បាស់យើងស្គាល់ផ្លែតហ្នឹងហើយជាមនុស្សប្រភេទទិដ្ឋិចេតសិកអាក្រក់ហ្នឹងវាចូលក្នុងខ្លួនយើងរៀនធម៌យើងដឹងអញ្ចឹងហ្មងណាវាយល់ឃើញខុសណាប្រាសចាកពីការពិតយើងដឹងគ្រប់គ្នាថាកាលណាយើងឲ្យសេចក្តីស្រឡាញ់ដល់គេផ្ដល់សេចក្តីស្រឡាញ់ដល់យើងដល់ពេលអាពួកប្រភេទទិដ្ឋិអាក្រក់ចូលផ្លុកវាមិនមែនយល់ចឹងណាឲ្យតែអញមានអំណាចអញមានលុយអញគ្រប់គ្រងហែងអញបជាហែងអញចង់ឲ្យហែងថ្វាយអង្គមអញចង់ឲ្យហែងស្រឡាញ់អញចង់ឲ្យហែងធ្វើអីដាក់អញក៏បានអាហ្នឹងជាប្រភេទទិដ្ឋិអាក្រក់ដែលវាចូលក្នុងខ្លួនអញ្ចឹងយើងរៀនធម៌យើងដឹងតួនាទីថាពេលណាដែលស្អីវាចូលក្នុងខ្លួនយើងហើយយើងត្រូវអត់សង្កត់អញ្ចឹងដល់ពេលយើងអត់សង្កត់ទិដ្ឋិអាក្រក់ហ្នឹងយើងអត់សង្កត់របៀបម៉េចសតិទៅរលឹកផ្លែតបើឯងយល់របៀបអញ្ចឹងឯងអស់ញាតហើយនឹងឯងគ្មានសេចក្តីស្រឡាញ់ពីអ្នកដទៃទេហើយបើឯងប្រកាន់ខុសអញ្ចឹងឯងរកសេចក្តីសុខឲ្យខ្លួនឯងមិនឃើញទេទៅណាក៏គ្មានញាតដែរនឹងណាប្រកាន់ខុសអញ្ចឹងសេចក្តីសុខក៏មិនចម្រើនបុណ្យកុសលក៏មិនចម្រើនណាដល់ទៅពេលយើងដាក់សតិខ្លួនយើងអញ្ចឹងឡើងវិញ
វារងាប់អតិថិអាក្រក់ហ្នឹងបន្តិចម្ដងដល់ពេលគេប្រាប់មកបន្ថែមសតិនឹងរលឹកខ្លួនឯងបន្ថែមបើសិនជាអត់មានម៉ែឯងបកកើតឯងមកទេក៏ឯងអត់បានមកដែរហើយបើអត់មានឪម៉ែឯងខំប្រឹងបញ្ចុកបាយបញ្ចុកអង្គ3ត្រពោឯងពីជំរុំមកដល់កន្លែងហ្នឹងទេក៏ឯងអត់មានជីវិតមករស់ដល់កន្លែងហ្នឹងដែរអាសេនាសតិរលឹកឃើញរឿងល្អទៅនាំឲ្យអតិថិអាក្រក់ហ្នឹងវាសាបកម្លាំងតិចម្ដងទៅវាមកយល់ឃើញអូអញ្ចឹងម៉ែកុំតែបានម៉ែមែនតាកុំតែបានឪមែនតាពេលហ្នឹងតិដ្ឋិល្អចូលវិញហ្នឹងមិនអញ្ចឹងខ្ញុំណាហ្នឹងហើយតិដ្ឋិអាក្រក់វាសាបទៅវិញអញ្ចឹងវិធីបន្សាបវាប៉ុន្តែដើម្បីដឹងថាពួកវាចូលមកក្នុងខ្លួនតើយើងរៀនអញ្ចឹងបានដឹងថាពួកវាចូលមកហើយយើងអត់រៀនផងវាត្រាំត្រែងនៅក្នុងខ្លួនយើងទាំងតែយើងអត់ដឹងសោះអាហ្នឹងឧបមាដូចជំងឺនៅក្នុងខ្លួនយើងអត់ដែរពិនិត្យអញ្ចឹងអត់ដែររហូតមុខវាច្បាស់លាស់អញ្ចឹងហើយដល់ហើយវាចេះតែធ្វើទុកក្នុងខ្លួនយើងម្ដងដល់ពេលយើងរកឃើញប្រកបទៅគេដាក់តែថ្នាំមកពោកទៅជាមិនអញ្ចឹងណាខ្ញុំណាតែអញ្ចឹងដូចគ្នាយើងរៀនគឺយើងដឹងឲ្យដឹងមុខជំងឺក្នុងខ្លួនយើងប្រភេទចិត្តចេតសិកស្អីចូលក្នុងខ្លួនហ្នឹងខ្លីប៉ុណ្្នឹងចុះអញ្ចឹងទី3អីគេមានអ្នកញោមមកលបបច្ចៈប្រភេទដែលនាំឲ្យមនុស្សមិនចម្រើនមិនត្រឹមតែមិនចម្រើនកុសលទេគឺមិនចម្រើនចំណេះដឹងមិនចម្រើនទ្រព្យសម្បត្តិមិនចម្រើនញាតិមិនចម្រើន everything គ្រប់ everything គឺគ្រប់យ៉ាងទាំងអស់គឺកាលណាមានអតិថិហើយមានអ្នកហ្នឹងគឺចង្រៃធ្វើឲ្យមនុស្សហ្នឹងអត់ចម្រើនអីទាំងអស់បើមានអាមានអ្នកនេះអាចចំណេះ10គឺនៅត្រឹម10នៅក្នុងខ្លួនទ្រព្យមានត្រឹម5នៅត្រឹម5ញាតិមានត្រឹម2អ្នកនៅតែ2អ្នកនឹងរហូតដោយសារអីគឺអត់ដាក់ខ្លួនទៅខំរៀនពីអ្នកដតីបន្ថែមទៀតទេទ្រព្យមានប៉ុណ្ណឹងគិតថាអញអស់ចាជាងគេអត់ខំប្រឹងសន្សំទ្រព្យរកទ្រព្យមកបន្ថែមទៀតទេញាតិមានតែ2អ្នកអត់ខំប្រឹងយកអាសាញាតិមកឲ្យច្រើនទៀតទេដល់តនេះញោមបើមានអាមានអ្នកនឹងចោតចេតសិកនឹងចូលនិយាយស្ដាប់បើប្រែមកមានអ្នកចេតសិកនឹងគឺជាប្រភេទនាំចិត្តនិងអារម្មណ៍នឹងប្រកាន់តួខ្លួនរឹងមាំប្រកាន់រឹងតាំងតែម្ដងហើយមានអ្នកហ្នឹងគឺអត់ដែលនាំយើងឲ្យទៅកន្លែងចម្រើនទេកុសលដូចគ្នាហើយទៅរៀនធម៌ទៅស្ដាប់ធម៌បានការអីនឹងយកអីមកវិញខាតពេលខាតវេលាខាតសាំងឡានហ្នឹងហើយទៅចេះទៅចុះគឺប្រកាន់ខ្លួនឲ្យមិនសមយើងទៅអង្គុយស្ដាប់ហ្នឹងហើយចេះមួយចុះពីរគឺកាលណាមានអ្នកនឹងចូលគឺអត់ចម្រើនតែម្ដងស្អីក៏យើងធ្វើអត់កើតដែរសំបីតែទៅធ្វើការហើយខំទៅធ្វើការអីម្លឹងសម្រាប់ខ្លះទៅថ្ងៃក្តៅខ្លាំងណាស់ហើយទៅធ្វើខ្ញុំគេ1ម៉ោងបាន25 30ណែហើយបើទៅធ្វើណែអង្គុយជាមួយអញណានឹងចេះមួយចុះពី1ម៉ោងអញឲ្យ50ឬក៏60ចេះថាអញ្ចឹងតើអាមានអ្នកនឹងចូលក្នុងខ្លួនណានឹងអញធ្លាប់ធ្វើការនៅស្រុកខ្មែរអញជាអាយឧត្តមមកដល់នេះធ្វើខ្ញុំគេត្រឹមតែ1ម៉ោង25រៀលនឹងអញនៅស្រុកខ្មែរអ្នកបំរើស្វែងស្រាមមកលោឲ្យអញមកបំរើគេអញទៅមិនរួចទេអាទៅមិនរួចមិនមែនអញទេស្អីគេញោមយើងដែលយន្តធរមានអ្នកចេតសិកតាមិនអញទេណាដែលយើងនិយាយថាអញធ្លាប់តែជាអ្នកធំហើយមកដល់នេះឲ្យអញធ្វើខ្ញុំគេចេះនិយាយចឹងហើយអញទេប៉ុន្តែមិនមែនអញណាមានអ្នកចេតសិកនឹងពេលហ្នឹងយើងដែលរៀនធម៌យើងដឹងផ្លែតែឯងហើយមានអ្នកចូលពេញខ្លួនតែហ្មងឯងអញ្ចឹងគឺមានអ្នកហ្នឹងគឺនាំឲ្យយើងប្រកាន់ខ្លួនសក្តិសោហាមេស្មឹងហើយណៅហាមេស្មឹងណែអាប្រកាន់អាមានអ្នកហ្នឹងប្រែសម្ដែងថាអាប្រកាន់តែខ្លួនគ្រាន់បើជាងគេអាប្រកាន់តែខ្លួនស្មើគេអាប្រកាន់តែខ្លួនថោកទាបជាងគេខុសអស់សត្វពុកប្រភេទមានអ្នកទាំងអស់មានអ្នកខ្លះប្រកាន់តែគ្រាន់បើជាងគេទៅអាខ្លះលើខ្លួនឯងថាដែលមានអារម្មណ៍ថាអើយមើលទៅអញវាមិនអស់ចាជាងគេទេមកឡប់លឺសូមមនុស្សនិយាយទៅខ្ញុំវាមិនអស់ចាជាងគេទេគ្រាន់តែស្មើគេអាហ្នឹងក៏ប្រភេទមានអ្នកដែរគឺប្រកាន់ខ្លួនឯងស្មើគេអាប្រភេទមួយទៀតអើយអញហ៊ានចូលមួយគេទេអញវាដូចអន់ថើយជាងគេអាប្រកាន់តែថោកទាបជាងគេហ្នឹងអន់ជាងគេហ្នឹងក៏ប្រភេទមានអ្នកដែរអញ្ចឹងត្រូវដឹងណាញោមនឹងដឹងពីថ្ងៃនឹងខ្លួនយើងថាអាហ្នឹងសពប្រភេទមានអ្នកទាំងអស់ដូចព្រះអង្គសម្ដែងអំពីច័ន្ទឌីលបុរសកំសត់តកូលច័ន្ទឌីលម្នាក់គេហៅគាត់ថាបុរសកំសត់ទេមកលើកខ្លីមួយម៉ាត់ឲ្យញោមស្រាប់យល់អំពីប្រភេទមានអ្នកការប្រកាន់ខ្លួនខុសហ្នឹងគាត់កើតក្នុងតកូលច័ន្ទឌីលហើយញោមដឹងហើយនៅឥណ្ឌាប្រភេទពុកតកូលច័ន្ទឌីលនេះគឺជាប្រភេទទៀបហ្នឹងបើទៀបអត់ដូចតកូលព្រាមណាតកូលខ្សាត់តកូលអីទេតកូលព្រាមតកូលខ្សាត់នេះគេគោរពគេបូជាប៉ុន្តែបើតកូលច័ន្ទឌីលហ្នឹងគេក៏លឺតកូលហ្នឹងគឺគេអត់ឲ្យនៅក្បែរគេទៀតណារហូតដល់ឥឡូវហ្នឹងឥណ្ឌានៅតែឥឡូវហ្នឹងឯងប្រកាន់វណ្ណៈប្រកាន់ពូជហ្នឹងឯងប្រកាន់វណ្ណៈហ្នឹងឯងអញ្ចឹងដល់ពេលគាត់ខ្លួនគាត់ដឹងខ្លួនគាត់ណាគឺពុកតកូលច័ន្ទឌីលគឺគេដឹងខ្លួនគេហ្មងប្រភេទច័ន្ទឌីលតែតងូតទឹកក៏អត់តងូតជាមួយពុកគេដែរទីហោទឹកធ្លាក់មកពីលើអញ្ចឹងពុកតកូលខ្សាត់គេងូតលើគេមកទីហោតែទឹកហូរអញ្ចឹងពុកតកូលខ្សាត់គេងូតលើគេមកតំណាក់មកបន្ទាប់មកតកូលព្រាមបន្ទាប់ពីតកូលខ្សាត់មកហើយបន្ទាប់ពីតកូលព្រាមមកពុកប្រជាជនធម្មតាដល់ពេលផុតពីប្រភេទពុកប្រជាជនធម្មតាតំណាក់ធម្មតាហ្នឹងមកពុកអាច័ន្ទឌីលនឹងក្រោមគេហ្នឹងអញ្ចឹងពុកហ្នឹងងូតអាទឹកក្រោមគេបំផុតហ្នឹងឯងអញ្ចឹងដឹងខ្លួនគេច្បាស់ហើយបរោះកំសត់ហ្នឹងដូចគ្នាគាត់គេហៅតែព្រាមកំសត់ហ្នឹងគាត់សំបីតទៅស្ដាប់ធម៌ក៏អត់ហ៊ានអង្គុយជំរឿគេដែរវាចឹងណាព្រោះគាត់ដឹងខ្លួនគាត់ថាជាប្រភេទតកូលអញជាប្រភេទតកូលច័ន្ទឌីល
ចឹងទៅស្ដាប់ធម៌ញូមកទៅអង្គុយក្រោយគេនោះគៀនអត់ហ៊ានមកក្បែរគេទេខ្លាចគេព្រោះគេប្រកាន់វណ្ណៈអញ្ចឹងពេលមួយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រមើលមើលដល់ពេលនិស័យត្រូវប្រុសនិងព្រាមកំសត់ហើយមិនប្រុសធម្មតាទេគាត់ជាអនាគាមិបុគ្គលញោមត្បិតតកើតក្នុងតកូលចន្ទឌីលតែសម្រាប់គុណធម៌ថ្នាក់អនាគានៅតែមួយថ្នាក់ទៀតដល់អរហន្តគ្រាន់តែត្បិតតែគាត់កើតក្នុងតកូលថោកទៀតមែនពូជពងអ្នកតកូលថោកមែនប៉ុន្តែប្រឹងបដិបត្តិខ្លួនសន្សំគុណធម៌រហូតដល់អនាគាមិបុគ្គលប៉ុន្តែទោះបីគាត់ខ្លួនគាត់ជាអនាគាមិបុគ្គលក៏ដោយក៏គាត់ដឹងថាពូជចន្ទឌីលចឹងនោះគាត់ទៅអង្គុយស្ដាប់ធម៌នៅក្រោយគេនោះអត់ហ៊ានចូលក្បែរគេទេលូនក្រាបនឹងក្រោយគេនោះចឹងព្រះអង្គប្រមើលមើលមកឃើញអូនឹងព្រាមកំសត់ពេលហ្នឹងដែលឥណ្ឌាដកការប្រកាន់វណ្ណៈនឹងបានបន្តិចក្រោយមកស្ដេចពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានមកស្ដេចក្រោយមួយទៀតផុតពីចំនួនពពុទ្ធបានបរិនិព្វានទៅប្រហែលឆ្នាំនឹងឯងមានស្ដេចក្រោយមួយទៀតឡើងមកបានធ្វើកំណែតម្រង់ច្បាប់នឹងព្រោះអ្នកឡើងមកស្ដេចដែលឡើងមកក្រោយនឹងគឺជាសាសនាព្រាហ្មណ៍សាសនាដតីចឹងដាក់កម្រិតថាណាកាន់ពុទ្ធសាសនាត្រូវបហាជីវិតចោលទាំងពូជចឹងហើយបានឥណ្ឌាលែងមានអ្នកកាន់ពុទ្ធសាសនារហូតទល់សពថ្ងៃហ្នឹងបានតែមានមកខ្លះពេលពួកឃើញពួកយើងភូមិមាស្រីលង្កាថៃយើងអីទៅគោរពបូជាអីហ្នឹងបាននាំគ្នាកាន់ឡើងវិញហ្នឹងហើយដោយសារមានពួកព្រាហ្មណ៍ហ្នឹងវាខ្លាំងជាងហើយអបកាន់វណ្ណៈហ្នឹងក៏រលត់នៅពេលដែលព្រះអង្គនៅហ្នឹងគឺលែងមានពួកប្រកាន់វណ្ណៈពេលហ្នឹងនឹងក្រោយមកបានឡើងអាស្ដេចហ្នឹងមកចង្រៃហ្មងគឺឡើងមកដូចដើមឡើងវិញទាំងអស់ប្រកាន់វណ្ណៈរហូតទល់មកសពថ្ងៃហ្នឹងវិញវណ្ណៈហ្នឹងរលត់មួយខណៈពេលដែលព្រាហ្មណ៍ហ្នឹងចាំមើលមកបញ្ជាក់ចឹងព្រះអង្គក៏លេខទៅឃើញចន្ទឌីលព្រាហ្មណ៍ហ្នឹងបរោះកំសត់ហ្នឹងព្រាហ្មណ៍កំសត់ហ្នឹងក៏ហៅឲ្យមកមុខញោមគ្នាខោអាវគេក៏លេខគេស្គាល់ហ្មងតាសាច់តាស្បែកតាមុខតាមាត់ស្លៀកពាក់ចេញមកយើងគ្រប់គ្នាស្គាល់ប្រភេទពួកចន្ទឌីលចឹងបរិស័ទធម្មតាមិនយល់អំពីចិត្តព្រះអន់ចិត្តនឹងព្រះមិនសប្បាយចិត្តនឹងព្រះក្នុងគណៈហ្នឹងហេតុអីបានហៅពួកចន្ទឌីលមកខាងមុខក្បែរក្រែព្រះអង្គហៅឲ្យមនាព្រាហ្មណ៍អ្នកចូលមកខាងមុខជួបតថាគតហើយសេដ្ឋីស្ដេចអីអត់ហៅទៅហៅតកូលចន្ទឌីលព្រោះពេលស្ដាប់ធម៌អញ្ចឹងសឹកតកូលស្ដេចតកូលអីមកអង្គុយស្ដាប់ធម៌ពេញក្បែរបែកជើងក្រែហ្នឹងគឺសឹកស្ដេចហើយពួកសេដ្ឋីពួកអីបន្តពីស្ដេចហ្នឹងហើយមិនហៅមកក្បែរព្រះអង្គទៅយកហៅពួកចន្ទឌីលមកក្បែរព្រះអង្គពេលហ្នឹងគេអត់សប្បាយចិត្តទេបានព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្យល់អំពីវណ្ណៈនឹងឯងសួរទៅអ្នកទាំងអស់គ្នាថាមើលអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាដែលប្រកាន់ចំពោះវណ្ណៈនឹងតើស្អីទៅជាវណ្ណៈបានស្ដេចថាទូលបង្គំវណ្ណៈជាក្សត្រតកោព្រាហ្មណ៍ថាទូលបង្គំវណ្ណៈជាព្រាហ្មណ៍ព្រះសម្មាសម្ពុទ្ធវណ្ណៈជាអ្នកបួសឃើញទេឃើញវណ្ណៈវាខុសគ្នាបានព្រះសម្មាសម្ពុទ្ធថាមនាលមហារាជបបិទ្ធមហារាជមនាលព្រាហ្មណ៍ទាំងឡាយត្រឹមត្រូវណាស់មហារាជវណ្ណៈជាក្សត្រព្រាហ្មណ៍វណ្ណៈជាព្រាហ្មណ៍តថាគតវណ្ណៈជាសមណៈចន្ទឌីលវណ្ណៈជាចន្ទឌីលតើចន្ទឌីលក្សត្រព្រាហ្មណ៍សមណៈនេះអ្នកណាអ្នកឲ្យគឺយើងឲ្យតគ្នាសន្មត់តគ្នានៅពេលដែលយើងនៅរស់នៅខ្យល់តែរលត់ខ្យល់ពេលណារមិនឃើញវណ្ណៈណាជាវណ្ណៈក្សត្រទេរមិនឃើញវណ្ណៈណាជាវណ្ណៈព្រាហ្មណ៍ទេតែរលត់ខ្យល់ទៅអត់មានណាស្ដេចអាណាព្រាហ្មណ៍អាណាសមណៈអាណាចន្ទឌីលទេមកខ្លួនទៅវិញខ្លួនទៅតថាគតឃើញវណ្ណៈតែមួយគតគឺមកទៅបបិទ្ធមហារាជមនាលព្រាហ្មណ៍ទាំងឡាយចូលអ្នកទាំងឡាយទម្លាក់ទិដ្ឋិមានអ្នកចុះមកលើករឿងហ្នឹងមកពីរឿងធម៌យើងពងរៀនអាហ្នឹងមនាលព្រាហ្មណ៍មនាលបបិទ្ធមហារាជអ្នកទាំងឡាយគួរទម្លាក់ទិដ្ឋិនឹងមានអ្នកចុះគ្មានវណ្ណៈជាព្រាហ្មណ៍ជាក្សត្រឯណាក្រៅអំពីខ្លួនយើងដែលឲ្យទេពេលដែលមកខ្លួនទៅវិញក៏ទៅគឺវណ្ណៈតែមួយគត់តថាគតឃើញវណ្ណៈតែមួយគឺទៅនឹងមកទៅប៉ុណ្ណោះក្សត្រក៏ទៅងាប់ទៅអត់មានស្ដេចតោងវណ្ណៈជាស្ដេចនឹងពាក់មកុដទៅតាមណាអត់ទេហ្នឹងហើយអាកើតមកក៏អត់មានយកមកុដមកតាមដែរតែខ្លួនទៅចេះមិនចឹងញោមតែព្រះសម្មាសម្ពុទ្ធក៏កើតមកទៅអ្នកណាក៏មកទៅវិញក៏ទៅដូចគ្នាមនាលព្រាហ្មណ៍មហារាជតថាគតឃើញវណ្ណៈតែមួយពុតគឺមកទៅនឹងទៅដូចគ្នាចូលអ្នកទាំងឡាយដាក់ទិដ្ឋិនឹងមានអ្នកចុះរស់នៅដោយមានសភាពស្មើគ្នាគោរពផ្ដល់តម្លៃនិងសេចក្តីស្រឡាញ់ដល់គ្នានឹងគ្នាអាហ្នឹងរបៀបដូច Not the King អញ្ចឹងណាស្អីគេណា Not the King ដែលគាត់តស៊ូមតិនឹងពីមុនមកពួកខ្មៅស្បែកខ្មៅហ្នឹងគេចាប់ធ្វើឆ្លើយសឹកធ្វើទាសករតើឃើញហើយរស់នៅរបៀបហ្នឹងបើអាមេរិកប្រកាន់របបហ្នឹងច្បាស់ជាសង្គមហ្នឹងអត់មានសន្តិភាពអត់មានស្ថិរភាពទេមែនទេហ្នឹងហើយมันអាចមានស្ថិរភាពទេហើយយើងជាអាស៊ីក៏มันអាចរស់នៅចូលពួកវាបានសុខដែរនឹងគួរអរគុណពួកអាខ្មៅដែរមិនអញ្ចឹងណាញោមតែបាត់តែចរិតវាចលើសបើសមែនធម្មតាគ្នាទៅមកពីអាហ្នឹង
គ្នាតែមកពីអារបៀបទេសកលអាគេចាប់ដូចសัตว์ដូចធានអញ្ចឹងធម្មតាយើងប្រកាន់គ្នាក៏មិនត្រូវដែរព្រោះគ្នាមកពីអាកន្លែងអញ្ចឹងអាកន្លែងដែលគេឲ្យគ្នាវេទនាអញ្ចឹងឲ្យគ្នារស់នៅក្នុងអាភិបងងឹតអញ្ចឹងបានជាចរិតលក្ខណៈរបស់គ្នាមកអញ្ចឹងពេលខ្លះយើងគួរពិចារណាដែរហើយគ្នាមកពីកន្លែងអញ្ចឹងខ្ញុំឃើញគ្នាស្លៀកខោស្លៀកតែនៅក្បែរជង្គង់នេះមានតែស្លៀកចង្កេះដូចយើងហ្នឹងហើយសុកចិត្តដើរលើខោណាអូខោមកឃើញប៉ុណ្ណឹងមែនតែបើយើងមិនពិចារណាដល់សង្វេគខ្ញុំហ្នឹងណាប៉ិនចរិតគ្នាវាតែមកពីអញ្ចឹងយើងទៅប្រកាន់គ្នាមិនកើតហើយចូលបន្ទប់ទឹកអីទៅចូលក្រោយវាមិនបាច់ថ្លែងទេហ្នឹងហើយណអញ្ចឹងសរុបមកអ្វីដែលមកចង់លើកចង់បញ្ជាក់ថាយើងដាក់ទិដ្ឋិនឹងមានអ្នកចុះមនុស្សគ្រប់រូបបើដកទិដ្ឋិមានអ្នកសន្តិភាពក្នុងពិភពលោកហ្នឹងក៏សន្តិភាពដែរអ្នកដូចរុស្ស៊ីវាយអុយក្រែនរាល់ថ្ងៃដោយសារអីមិនដោយសារទិដ្ឋិមានអ្នកហ្នឹងប្រកាន់ជាតិអញពង្រីកដីអញបង្កើតផ្ទះអញពង្រីកខ្លួនអញឲ្យធំដោយសារអីទិដ្ឋិនឹងមានអ្នកប្រកាន់ខ្លួនតែអញគ្រាន់បើជាងគេអញអស់ចាជាងគេហ្នឹងអញមានអាវុធនុយក្លេអ៊ែរអនុប្រទេសទូចទៀតតែមួយសិតតែទិដ្ឋិឲ្យមានអ្នកទាំងអស់យើងហ៊ានថយយើងដឹងណាបងហ្នឹងអញ្ចឹងបើមនុស្សគ្រប់រូបដកតែពីនឹងចេញគឺសុខខ្ញុំអញ្ចឹងបានក្នុងគណៈហ្នឹងពេលដែលព្រះអង្គសម្ដែងធម៌ហ្នឹងញោមជនជាតិឥណ្ឌាដែលធ្លាប់តែប្រកាន់វណ្ណៈមកតពូជពងណាទៅជាបន្សាវណ្ណៈហ្នឹងគឺរស់នៅមានសភាពស្មើស្រឡាញ់គ្នាគឺរស់នៅដូចយើងអាមេរិកលែងមានអាខ្មៅមានអាសប្រកាន់គ្នារាល់ថ្ងៃអញ្ចឹងដាក់តនេះញោមតែវាអត់អស់ហ្មងទេវានៅមានក្នុងផ្នត់កំណត់ដូចពួកអសរាល់ថ្ងៃអញ្ចឹងច្បាប់វាមានមែនប៉ិនពួកហ្នឹងនៅតែប្រកាន់អញ្ចឹងអាភូមិពួកវានៅគ្នាវាចាំមកនៅចូលមួយពួកអាខ្មៅទៅមិនងាយនៅចូលទេអាគេថ្លៃធ្នូគេអត់នៅចូលមកគេនៅក្រុមតែគ្នាវានៅក្នុងចិត្តវានៅមែនប៉ិនច្បាប់គេមានអញ្ចឹងសម័យពុទ្ធគឺលះបានទាំងផ្លូវចិត្តហើយមានទាំងការគោរពផ្ដល់តម្លៃគ្នាបានមួយរយៈពេលដែលព្រះអង្គគង់នៅពេលព្រះអង្គបរិនិព្វានទៅបានប្រមាណឆ្នាំបានស្ដេចក្រោយឡើងមកហ្នឹងគឺគេជាសាសនាព្រាហ្មណ៍គឺដាក់កម្រិតហ្មងអ្នកណាកាន់ពុទ្ធសាសនាត្រូវបហាចោលមកពូជអញ្ចឹងទៅមានណាហ៊ានកាន់ញោមបើលះបង់ចោលអស់ហើយវណ្ណៈប្រកាន់វណ្ណៈហ្នឹងក៏កើតឡើងវិញមានរហូតទៅសពថ្ងៃហ្នឹងទៅកុំអីហ្នឹងឥណ្ឌារស់នៅគ្មានវណ្ណៈទេស្មើគ្នាប៉ុន្តែក្រោយមកវាមានអ្នកដែលប្រកាន់ក្នុងចិត្តអញ្ចឹងឲ្យចងគំនុំរហតឱកាសឡើងនឹងបានឱកាសឡើងពេលណាគ្រប់គ្រងផែនដីពេលណាគឺបញ្ឆេះអារបៀបពីខាងដើមហ្នឹងមកវិញត្រឡប់មកវិញណោះឥឡូវយើងចូលមេរៀនយើងតែវិញដែរវិញអញ្ចឹងអាទិដ្ឋិហ្នឹងការប្រកាន់អាមានអ្នកហ្នឹងគឺប្រកាន់តែខ្លួនគ្រាន់បើជាងគេក៏ខុសប្រកាន់អាស្មើគេក៏ខុសប្រកាន់អាថោកទាបជាងគេក៏ខុសដែរណាញោមណាអញ្ចឹងយើងអ្នករៀនធម៌យើងធ្វើខ្លួនយើងធម្មតាកុំយកខ្លួនយើងទៅប្រៀបធៀបនឹងអ្នកដទៃអានឹងជាមេរៀនធ្វើឲ្យចិត្តយើងសុខដែរគេប្រើកាបូប$10000ប្រើតែគេទៅទុកពីមុនមកគេកាន់កាបូប$5000លុយខ្មែរដូចយើងក៏ដោយឥឡូវគេប្រើ$10000រឿងរបស់គេប្រើ$10000ក៏10000តែគេទៅនឹងពីមុនមកក្រដូចយើងហើយស្រាប់ឥឡូវគេនៅផ្ទះ2លានជួយអគេនៅ2លានក៏នៅតែគេទៅសុកតែគេទៅយើងមានទៅកុំយកខ្លួនគេពីមុនមកក្រលហេមលហាមដូចតែអញធ្វើឯងកាន់កាបូប$20000អីណាអាហ្នឹងមានអ្នកនឹងទិដ្ឋិចូលក្នុងខ្លួនហើយយើងអ្នករៀនធម៌កុំឲ្យវាមានចូលចឹងឲ្យធម្មតាស្មើគេអត់អីគេមានអីហោះអាគេមានអាគេក្រមកមានមនុស្សយើងអាមានទិដ្ឋិមានអ្នកអាគេក្រមកមានក៏ទ្រឹស្មោក៏ទៅអាគេមានធ្លាក់ទៅក្រក៏ទៅដោយសារអីវាមានអាទិដ្ឋិមានអ្នកនេះហ្នឹងហើយអញឃើញអញគិតយូរហើយអញថាមិនយូរទេអាផ្ទះធំហ្នឹងឲ្យតែសបាយផរីផឹកងាកជួបជុំមិត្តភក្តិហ្នឹងអញថាគង់តែលាយឥឡូវអាលាយមែនហ្នឹងហើយណាអាហ្នឹងក៏យើងអ្នករៀនធម៌មិនត្រូវមានអាហ្នឹងក្នុងខ្លួនយើងដែរគឺរស់នៅធម្មតាធ្វើខ្លួនយើងឲ្យស្មើអាគេសុខគេចម្រើនគេមានគេបានគេកើតទុកអីជួយរំលែកទុកគេបានយើងអ្នកប្រព្រឹត្តព្រហ្មចរិយធម៌គេបានមានយើងជួយត្រេកអរសប្បាយរីករាយនឹងគេមានគេបានអាហ្នឹងបានឈ្មោះថាយើងអ្នករៀនធម៌អ្នកបដិបត្តិធម៌អញ្ចឹងកុំឲ្យទិដ្ឋិនឹងមានអ្នកចូលក្នុងខ្លួនយើងនាំឲ្យអកុសលចិត្តកើតឡើងបងហ្នឹងអញ្ចឹងប្រភេទលោតិកចេតសិក3នេះដែលមានលោភៈជាប្រធានទី1គឺលោភៈចេតសិកគឺកាលណាលោភៈចេតសិកចូលពេលណានាំឲ្យចិត្តរបស់យើងចង់បានហើយស្អិតជាប់ទៅនៅក្នុងអារម្មណ៍ទី2ទិដ្ឋិចេតសិកកាលណាទិដ្ឋិចូលទៅពេលណាទិដ្ឋិចេតសិកទីនេះគឺសំដៅដល់ទិដ្ឋិអាក្រក់កាលណាវាចូលក្នុងខ្លួនយើងពេលណាវានាំឲ្យយើងគិតរឿងអាក្រក់អាក្រក់យល់ឃើញរឿងអាក្រក់អាក្រក់អត់យល់ឃើញល្អហ្មងឲ្យតែពេលណាអត់យល់ឃើញរឿងល្អអាហ្នឹងហើយទិដ្ឋិចេតសិកអាក្រក់នឹងក្នុងអកុសលចិត្តសក្តិ14ហ្នឹងវាមានទិដ្ឋិអាក្រក់នឹងមួយនៅក្នុងហ្នឹងប៉ិនបើនិយាយពីទិដ្ឋិមានដល់62ដល់ពេលណាដែលលើកខ្លួនឯងតែគ្រាន់បើជាងគេតែស្មើនឹងគេតែអន់ថយជាងគេយើងដឹងផ្លែតអូមានអ្នកចេតសិកចូល
ចូលហើយបងអញ្ចឹងសរុបខ្លីប៉ុណ្ណឹងមិនយល់តាណាអាចសួរបានហើយបើមិនសួរទេទៅសម្រួលអេយ៉ាបតមកវិញបដិបត្តិបងអាត្មាបញ្ជាក់រឿងការអង្គុយបដិបត្តិនឹងតិចដោយភាពអីគាត់អាចអង្គុយឆ្លងផុតខ្យល់ទី3ចូលដល់ខ្យល់ទី4គឺខ្យល់ស្ងប់ហៅថាបសមយ៉ាងកាយសង្ខារាំងអាកាយស្ងប់ឈឹងអង្គុយយូរទៅគឺកាយនឹងលែងធ្ងន់ហើយស្រាលដូចកាយមិនមែនកាយទៀតនឹងលែងដឹងតែចុកលែងដឹងតែសពុនស្ងប់សុខមែនតែនសំបីតែសំឡេងឡានក៏មិនអាចចូលមកបានដែរអាហ្នឹងគឺយើងអង្គុយឲ្យដល់អាហ្នឹងហើយអង្គុយដើម្បីអីដល់ពេលស្ងប់ហើយទៅរកស្អីទៀតស្ងប់ហើយគឺយើងចេះតែចម្រើនអាសេចក្តីស្ងប់ហ្នឹងទៅដើម្បីឲ្យកើតញាណហ្នឹងហើយញាណគឺសេចក្តីរលឹកដឹងចេញពីសមាធិមកវិញមានញាណរលឹកដឹងអំពីអរិយសច្ចធម៌ដឹងអំពីហេតុនាំឲ្យកើតទុក្ខនិងផ្លូវទៅកាន់ទីរលត់ទុក្ខយល់ថាឆន្ទរាគៈមួយចោះការជាប់ចម្ពាក់វាជាទុក្ខវាជាហេតុវាជាដើមចងតណ្ហាគឺសេចក្តីប្រាថ្នាវាជាដើមតងហើយដើម្បីឲ្យយល់អានឹងបានវាតតែចិត្តនឹងវាស្ងប់មានញាណគឺសេចក្តីរលឹកដឹងទៅបានហើយដើម្បីរលឹកដឹងមានសេចក្តីស្ងប់ទៅបានគឺកើតពីការចម្រើនហ្នឹងអញ្ចឹងគឺចម្រើនអំពីឲ្យឃើញពីសេចក្តីស្ងប់ហ្នឹងចាពេលស្ងប់ហើយយើងចម្រើនបានប៉ុណ្ណាក៏ចម្រើនប៉ុណ្ណឹងទៅយើងចង់ចេញពេលណាក៏ចេញទៅណាប៉ុន្តែគ្រាន់ចង់បញ្ជាក់ថាពេលដល់អាខ្យល់ទី4ណាខ្យល់ស្ងប់នឹងឯងផុតពីសព្វកាយៈហ្នឹងផុតពីអាខ្យល់ទី3ដែលធ្វើទុក្ខវេទនាក្នុងកាយរបស់យើងហ្នឹងដូចយាយកំពុងតែចូលដល់អាខ្យល់ទី3ហ្នឹងគឺប្រភេទខ្យល់ដែលធ្វើពេញទាំងរាងកាយរបស់យើងដូចយើងធ្លាប់រៀនហើយលោកគ្រូធ្លាប់បញ្ជាក់កាលពីយើងរៀនដំបូងមេរៀនសមាធិនៃខ្យល់4តកូលទាំងទីខៈទាំងរស័កទាំងសព្វកាយៈទាំងបស្សបយ៉ាងកាយសង្ខារាំងហ្នឹងប្រភេទខ្យល់ទាំង4ហ្នឹងគឺយាយដល់អាខ្យល់ទី3វាធ្វើទុកក្នុងខ្លួនយើងជួនកាលទៅអាក្នុងពោះយើងនឹងវាប៉ោងវាផតចឹងទៅជួនកាលក្បាលយើងវាមានរសេមរសាមដូចសត្វស្អីវាមានចៃអីរត់ពេញក្នុងក្បាលជួនកាលវារមាស់កចង់ក្អកជួនកាលវាចុកវាសពុនវាឈឺទៅចាក់ទៅនេះវាចាក់ទៅនោះគឺមិនមែនគេមកចាក់យើងមិនមែនមានសត្វរត់លើខ្លួនយើងលើក្បាលយើងទេអាហ្នឹងគឺប្រភេទខ្យល់វាធ្វើការទាំងអស់អញ្ចឹងកុំយកសតិទៅតោងជាមួយវាសតិរលឹកដឹងតែក្នុងកម្មដ្ឋានដែលយើងចម្រើនកម្មដ្ឋានដែលយើងដាក់កំណត់ខ្លួនយើងថាយើងចម្រើនស្អីបើយើងយកអាណាបានៅសតិមកចម្រើនគឺខ្យល់ដង្ហើមចេញចូលគឺយកត្រឹមតែអាណាបាកុំឲ្យសតិទៅទាញយកស្អីក្រៅអំពីកម្មដ្ឋានដែលយើងចម្រើនកម្មដ្ឋានយកអាណាបាគឺត្រលឹកតាអាណាបាសតិទៅទាញរឿងរបស់កទាញសតិមកវិញចូលខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលវិញចូលកម្មដ្ឋានទៅវិញបើយកអាសុបមកជាកម្មដ្ឋានសតិទៅរលឹកជាមួយនឹងអាក្បាលនិងអារមាស់និងអាឈឺនិងអាចុកទាញមកអាសុបវិញយល់គ្រូនិយាយមុនចម្រើនតោងស្អីជាអារម្មណ៍គឺឲ្យតោងតានឹងជាអារម្មណ៍បើតោងខ្យល់គឺតោងតាខ្យល់បើតោងអាសុបគឺតោងតាអាសុបតោងស្អីមួយគឺឲ្យអារម្មណ៍តោងតាហ្នឹងឯងកុំចេញពីកម្មដ្ឋានហើយចម្រើនដល់ពេលយើងចម្រើនដល់អាខ្យល់ផុតខ្យល់ស្ងប់ដោយភាពគាត់ចម្រើនហ្នឹងកុំឲ្យរលត់សតិកុំឲ្យដល់កាយនឹងវាស្រាលដូចហោះដូចមិនដែលទៅសែតដូចសុខដូចស្ងប់មែនតែនទៅស្ងប់ទៅលែងដឹងលឺរឿងខាងក្រៅទាំងអស់ចង់អាណាជេរគ្នាមិនក៏លែងអត់លឺចូលយើងដែរគឺស្ងប់មែនតែនលែងដឹងលែងលឺអីទាំងអស់កាយនឹងស្រាលលែងចុកលែងសពុនលែងឈឺអីទាំងអស់មិនដែលទៅសែតរហូតដល់រលត់សតិអាហ្នឹងហើយដែលអាត្មាតែងបញ្ជាក់ថាកុំឲ្យរលត់សតិឲ្យសតិនៅដឹងកុំឲ្យសុកទៅស្រាប់តែសុកមែនតែនទៅវាសុបាយណាកាយចម្រើនហ្នឹងកាយទៅវាលែងឈឺលែងចុកលែងសពុនដល់សុកទៅរលត់សតិបាត់អញ្ចឹងចង់ចេញពីសមាធិមកវិញអត់បានអត់កើតអញ្ចឹងគឺចម្រើនយ៉ាងណាកុំឲ្យរលត់សតិឲ្យសតិនៅតាមដឹងរហូតអាចិត្តអាកាយវាសុខវាស្ងប់មិនក៏ដោយគឺនៅតែសតិដឹងនៅក្នុងកម្មដ្ឋាននឹងយកស្អីមួយមកជាអារម្មណ៍ឲ្យចិត្តនិងសតិរលឹកដឹងអានឹងជានិច្ចអត់តនេះញោមនឹងឈឺស្អីចុកអីឲ្យវាឈឺទៅវាកើតទៅវារលត់ទៅវាខ្លួនវាអីវាកើតរលត់ខ្លួនវានឹងឯងបាទនឹងហើយតែផុតពីនឹងទៅដូចភាពអញ្ចឹងនឹងអ្នកធ្លាប់ឆ្លងផុតអញ្ចឹងបានដឹងថាវាសុខមិនតាឡានតាគេឆែកគេជេរគេថាអីមកក៏លឺចូលដែរហ្នឹងគឺដឹងត្រឹមតែមួយដឹងត្រឹមតែខ្យល់ចេញខ្យល់ចូលប៉ុណ្ណឹងហើយគឺកាយហ្នឹងលែងចុកទៀតហើយលែងចុកលែងសពុនលែងឈឺស្រាដូចសំឡេងអញ្ចឹងបងហ្នឹងណាសុខមែនតើហើយពេលហ្នឹងចង់អង្គុយបានម៉ោងក៏បានដែរហ្នឹងហើយដែលយាយខ្លះគាត់អង្គុយបាន2ថ្ងៃអីហ្នឹងអត់ហូបបាយ2ថ្ងៃអីណាយាយនៅតាមពុទ្ធមណ្ឌលតាមអីវិបស្សនាមួយអង្គុយមួយថ្ងៃ2ថ្ងៃនេះគឺរបៀបអញ្ចឹងអាហ្នឹងហើយណានឹងចូលដល់កន្លែងបសមយ៉ាងកាយសង្ខារាំងហើយគឺស្ងប់មែនតើសុខមែនតើចេញមកវិញធម្មតាអញ្ចឹងបានព្រះអរហន្តអីលោកចូលឈានមួយអាទិត្យអីនឹងអត់ចង្ហាន់មួយអាទិត្យអីបងហ្នឹងណោះយើងចាប់ដើមលើកភ្នែនឡើងមិនទាញអារម្មណ៍មកវិញអាហ្នឹងគឺនិមិត្តនឹងអារម្មណ៍របស់យើងនៅកើតឧទ្ធច្ចៈនៅឡើយមិនតាន់មូលទេអញ្ចឹងទាញអារម្មណ៍មកវិញកុំឲ្យតោងនិមិត្តស្អីក៏ដោយគឺកុំឲ្យយកអារម្មណ៍និងសតិទៅតោងជាមួយនិមិត្តហ្នឹងគឺឲ្យអារម្មណ៍និងសតិរលឹកដឹងនៅក្នុងកម្មដ្ឋានពាក្យថានៅក្នុងកម្មដ្ឋានមានន័យថាមុនចម្រើនយើងយកស្អីមកជាកម្មដ្ឋានជាអារម្មណ៍គឺយកអាហ្នឹងទាញមកក្នុងអាហ្នឹងវិញ